គោលបំណងរបស់យើងគឺយើងលើកពី topic ហើយយើងចឹងអាហ្នឹងយើងយកពី topic ដែលយើងនិយាយមួយគ្នាហើយដំបូងគឺយើងធ្វើ Arduino មុនហើយបន្ទាប់មកទៀតបន្ទាប់ពីយើងធ្វើ Arduino ហើយយើងនឹងទៅធ្វើ ESP ឬក៏យើងធ្វើ Arduino ហើយនឹង ESP ក្នុងពេលតែមួយក៏បានដែរព្រោះពេលយើង C មួយគ្នាយើងទៅវាចំណេញពេលចឹងណាហើយបន្ទាប់ពីយើងទៅស៊ីដៃដំណើរការអស់ហើយយើងនឹងដាក់ទៅឲ្យខាងរោងចក្រចិនគេផលិតចេញជា board ដូចយើងប្រើធ្លាប់តែឃើញអញ្ចឹង board ដែលគេផលិតជាពីរោងចក្រអញ្ចឹងណាមានតែជា professional ផង board ហ្នឹងអញ្ចឹងយើងនឹងចាប់ផ្ដើមទៅជាមួយគ្នាហើយ board ដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នេះគឺខ្ញុំបាន design នៅក្នុងថ្ងៃទី26ខែវិច្ឆិកា2022អញ្ចឹងវារាប់ទៅវាជិត4ឆ្នាំហើយខ្ញុំធ្វើពីអ្នកជំនាន់ខ្ញុំម្នាក់ទៀតហើយចំពោះ ESP ដែលខ្ញុំសរសេរថា kit G5 បូក G6 ចេញ ESP 8266ហ្នឹងគឺភាសាអង្ការហ្នឹងគឺឲ្យធ្វើរួមគ្នាធ្វើជាមួយនឹង G6 ហើយយើងធ្វើជា resistance SMD ដែលយើងមើលឃើញ resistance SMD ទូចនេះមើលចាំខិតទេអញ្ចឹងតើតើនឹងការរើសគ្រឿងតើតើនឹងការយកប្រភេទ resistance ឬក៏ capacitor ជា SMD ក៏ through hole ហ្នឹងយើងក៏ត្រូវតែចេះដែរព្រោះយើងអ្នករៀនអេឡិចត្រូនិកបើអត់ចេះហ្នឹងទេពិបាកហើយពិបាកក្នុងការមើលបច្ចុប្បន្នដូចខ្ញុំធ្លាប់មានបទពិសោធន៍ជាមួយនឹងគ្រឿងអេឡិចត្រូនិកច្រើនវាយើងខែដែរវាបើរាប់ទៅតាំងពីចូលប្រឡូកជាមួយនឹងអេឡិចត្រូនិកហ្នឹងវាចូលជា6ឆ្នាំជាងហើយតែបើយកជាសាច់ការហ្មងតែ4ឆ្នាំទេអញ្ចឹងខ្ញុំរៀងស្គាល់រៀងគ្រាន់បានដែរមិនច្រើនទេតែអាចមើលទៅរៀងស្គាល់ហើយតើតើនឹងការស្គាល់ហ្នឹងគ្រាន់តែយើងតម្លៃទៅឃើញនឹងថាវាជាប្រភេទអីវាជា resistance ឬក៏ជា capacitor ឬក៏ជា inductor ជា diode ជាអីគេ transistor យើងមានច្រើនដែលយើងមានវិធីចំណាំអញ្ចឹងយើងត្រូវតែ note តិចហ្នឹងទៅដើម្បីដើម្បីពេលដែលយើងជួបជាក់ស្ដែងយើងនឹងឃើញហើយថាប្រភេទហ្នឹងជា resistance ឬក៏ជា capacitor ហើយរបៀបវាស់ហើយរបៀបនៃការ check មើលគឺមានច្រើនតែក្នុងអេឡិចត្រូនិកអញ្ចឹងបើឲ្យខ្ញុំរៀបរាប់ហ្មងឲ្យអស់ហ្មងគឺដល់ទេអញ្ចឹងអ្នកនរគ្នាតែ take note ខ្លួនឯងទៅថារបៀបនៃការវាស់ resistance គេទៅកាច់ទៅ clipper មួយណាឯណាអញ្ចឹងទៅទៅនឹង voltmeter អញ្ចឹងប៉ុណ្្នឹងទេហើយចូលបន្ទាប់នេះជា agenda ដែលខ្ញុំយកមកលើកមកបង្រៀនថ្ងៃនេះតិចសំបើសំឡេងជន់ឡងបាទលោកគ្រូឆ្មាវារុករើវិញលោកគ្រូយើងទៅដេញវាទៅក្រោយទៅលោកគ្រូបាទគ្រូខ្ញុំសុំតទៀតនេះជា agenda ដែលខ្ញុំលើកយកមកថ្ងៃនេះក្នុងការបង្រៀនមាន2ចំណុចធំគឺទី1ការតម្លើងកម្មវិធីហើយក្នុងនោះមានតូចទៀតខ្ញុំនឹងបញ្យល់បន្ថែមទៀតហើយទី2នឹងស្វែងយល់អំពីការ design PCB ពីដំណាក់កាលនៃការបានជា PCB ដំណាក់កាលដែលក្នុងការ design អញ្ចឹងយើងធ្វើបែបម៉េចដើម្បីចេញជា board មួយដែលយើងអាចយកមកប្រើប្រាស់បានចឹងទៅអញ្ចឹងចំណុចបន្ទាប់ទៀតខ្ញុំណែនាំខ្លួនខ្ញុំតាក់ទងទៅនឹងឈ្មោះតាក់ទងនឹងចំនួនហើយ
ដែលខ្ញុំធ្វើការផ្នែកអេឡិចត្រូនិកហើយចប់ការសិក្សានៅ UVP ជំនាន់ទី5ហ្នឹងទៅហើយការងារបច្ចុប្បន្នគឺផ្នែក R&D ផ្នែក Research and Development ហើយអានេះបទពិសោធន៍ការងារគឺផ្នែកអេឡិចត្រូនិក4ឆ្នាំតែជាចូលក្នុងអេឡិចត្រូនិកមកអាចនឹង6ឆ្នាំហើយតែគិតជាសាច់ការតែ4ឆ្នាំទេហើយចំពោះខ្ញុំក៏មានហាងលក់គ្រឿងមួយដែរបាទថាគ្រឿងរបស់ខ្ញុំគេច្រើនភ្ញៀវដែលគេរងចាំមានថាយើង order ឲ្យគេអញ្ចឹងណាឬថាគាត់មានរូបមួយចង់កម្មង់គ្រឿងឲ្យដូចរូបហ្នឹងគឺពួកខ្ញុំគឺមានសេវាកម្មខាងកម្មង់ឲ្យមានថាយើងមានសេវាកម្មកម្មង់ឲ្យត្រូវនឹងរូបរាងរបស់គាត់ហ្នឹងទៅហើយមានទទួលធ្វើគម្រោងថាតូចៗមួយអញ្ចឹងទៅហើយមានឡើងគ្រឿងហើយនេះជារូបខ្ញុំហើយជាមានសិស្សបងខ្លះដែលគាត់ស្គាល់ហើយសិស្សបងខ្លះស្គាល់អញ្ចឹងមានតែប៉ុណ្្នឹងហើយចំពោះការផ្សព្វផ្សាយរបស់ខ្ញុំវិញគឺមាន YouTube ខ្ញុំបង្កើតយូរដែរតាំងពីរៀនឆ្នាំទី1មកអញ្ចឹងអ្នកនរគ្នាបើអ្នកគ្នាអត់ទាន់ស្គាល់ទេអាចចូលទៅតាម QR ហ្នឹងជា link channel YouTube personal របស់ខ្ញុំហើយមាន TikTok មានអ្នក follow បាន 13k ចុច4ហើយមាន Facebook page មាន1.6k ដែលអ្នកគាត់ចូល follow តាមដានហ្នឹងហើយមួយទៀតខាងលក់គ្រឿងហើយអ្វីដែលផ្សេងហ្នឹងគឺមួយទៀតគឺ blogger ហ្នឹងគឺជាមានថាជាទ្រព្យសម្បត្តិរបស់យើងដែលយើងយកចូលដាក់ក្នុងហ្នឹងហើយអ្នកនរគ្នាដែលអាច scan QR ហ្នឹងទៅអាចចូលទៅមើលអ្វីដែលខ្ញុំបានរៀនពីមុនមកពីឆ្នាំទី1រហូតដល់ឆ្នាំទី4អញ្ចឹងទៅឯកសារមួយចំនួនគឺខ្ញុំផុសនៅក្នុង blogger ហ្នឹងអញ្ចឹងឧទាហរណ៍ software អញ្ចឹង software មានអីខ្លះគឺអ្នកនរគ្នាចូលទៅកន្លែងបាទ software ហ្នឹងទៅនឹងឃើញការងារដែលខ្ញុំធ្វើជាមួយនឹង Electronic ព្រោះអ្វីដែលខ្ញុំ focus គឺ focus Electronic ច្រើនហ្នឹងអញ្ចឹងគោលដៅនៃមេរៀនដែលយើងក្រោយពីរៀនចប់គឺយើងចេះអីខ្លះទី1គឺយើងចេះប្រើប្រាស់កម្មវិធី design PCB ទី2យើងយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃគ្រឿងអេឡិចត្រូនិកគឺថាវាមានរេស្តង់មានdiode មាន capacitor មាន inductor មានអីយ៉ាងដែរអញ្ចឹងយើងយល់ដឹងថាវាមានប្រភេទអីខ្លះហើយមានទំហំមានវ៉ាត់មានវ៉ុលអញ្ចឹងទៅយើងរបៀបនៃការមើលរបស់វាហើយមួយទៀតយើងស្វែងរកព័ត៌មានរបស់គ្រឿងអេឡិចត្រូនិកអញ្ចឹងនៅក្នុងគ្រឿងអេឡិចត្រូនិកក៏វាមានក្នុងតំណែង data set របស់វាមាន volt មាន ampere មាន current អីចឹងទៅដែលវាអាច support ជាមួយនឹងគ្រឿងដែលយើងយកមកប្រើមួយទៀតចេះប្រើប្រាស់និមិត្តសញ្ញាគ្រឿងអេឡិចត្រូនិកព្រោះគ្រឿងអេឡិចត្រូនិកវាមាននិមិត្តសញ្ញាខុសគ្នាទាំងអស់ដូចជា LED ជាមួយនឹង diode ក៏វាស្តៀងគ្នាដែរអញ្ចឹងយើងត្រូវមើលកន្លែងហ្នឹងដែរខ្លាចវាច្រឡំគ្នាវាស្តៀងគ្នាអញ្ចឹងណាអញ្ចឹងរបៀបនៃការមើលនិមិត្តសញ្ញារបស់វាគេហៅថា symbol ហ្នឹងក្នុងគ្រឿងអេឡិចត្រូនិកហើយមួយទៀតចេះគូហើយនឹងមើលសេមា schematic តើគេប្រើភ្លើងប្រមាណ volt ចូលហើយវា support ភ្លើង way in ហ្នឹងប្រហែល volt អញ្ចឹងទៅហ្នឹងរបៀបនៃការមើលសេមា schematic ដែលគេមានស្រាប់អញ្ចឹងទៅអញ្ចឹងមុននឹងខ្ញុំចេះតកតងនឹង schematic អីមើលគូអីហ្នឹងគឺខ្ញុំរៀនពីនឹងមកដែរអញ្ចឹងខ្ញុំក៏លើកចំណុចហ្នឹងមកនិយាយក្នុងការបង្រៀនទាំងអស់គ្នាហើយតកតងនឹងសេមាហ្នឹងដែរវាមានកម្មវិធីនឹងលើកមកបង្ហាញពីក្រោយហ្នឹងគឺកម្មវិធីហ្នឹងវាមានគេហៅថា forum មានថាកន្លែងហ្នឹងគឺផ្ទុកទៅដោយ project ដែលគេបានផុសនៅក្នុងហ្នឹងដូចគេហៅដូច channel YouTube អញ្ចឹងណាគេថាមានជា project អីគឺគេផុសចូលក្នុងនឹង workspace គេផុសចូលហ្នឹងអញ្ចឹងយើងអាចចូលទៅមើល project គេមានថាយើងរៀនយើងលួច copy ឬក៏មិនអញ្ចឹងមានថាយើង down project មកយើងមើលតាមសមារបស់គេពេលដែលយើងមើលយូរទៅយើងនឹងអាចយល់ដឹងថាប្រព័ន្ធអេឡិចត្រូនិកពេលដើម្បីគូបានយើងត្រូវគូឲ្យខ្លះមានឲ្យខ្លះគ្រឿងខ្លះ power មានអីទៀតមានតកតងនឹង signal មានអីទៀត
មានច្រើនអញ្ចឹងយើងនឹងចូលទៅរៀនទាំងអស់គ្នាហើយមួយទៀតយើងចេះគូបត PCB ងាយងាយអញ្ចឹងអង្ការដែលខ្ញុំរៀនដំបូងហ្នឹងPCB អីអាចទាំងគ្រឿងត្រឹម10ទៅ20ទេយើងគូតែ1 ម៉ោងឯងហើយអញ្ចឹងអ្វីដែលវាងាយខ្ញុំនឹងអឺបរៀនអ្នកគ្នាដើម្បីងាយយល់មានថាយើងចូលទៅលេងឃើញខ្សែខ្វាត់ខ្វែងគ្នាដូចសបុកវិញពីងអីឃើញទៅស្មុកហ្មងតែខ្ញុំនឹងប្រាប់អ្នកគ្នាអំពីនឹងការគូបតឲ្យងាយស្រួលហើយយើងមើលមកគឺចង់តែរៀនហ្មងហើយមួយទៀតយើងចេះដាក់គ្រឿង 3D របស់ PCB អញ្ចឹងគ្រឿងខ្លះអឺនៅក្នុងគ្រឿងហ្នឹងគឺអត់មានទេរូប 3D នៅក្នុងគ្រឿងណាព្រោះអ្វីដែលខ្ញុំធ្លាប់អឺធ្វើហ្នឹងនៅពេលដែលយើងគូហើយអត់មាន 3D មានអារម្មណ៍ថាវាអត់សូវស្អាតអីចឹងដែរអញ្ចឹងយើងចង់ឲ្យដាក់រូបដូចពិតចឹងដែរហើយមួយទៀតយើងចេះគូ PCB ដែលមាន2 layer មានន័យថាវាមានទាំងលើទាំងក្រោមនេះបច្ចុប្បន្នដោយបតយើងធ្លាប់ធ្វើជាមួយនឹង Ampli KA2209 អញ្ចឹងគឺវាមានតែមួយ layer ទេហើយយើងដាក់ចាំធ្វើទៅលើអញ្ចឹងទៅតែពេលដែលយើងគូនេះយើងនឹងអាចចេះគូ2 layer បានទៀតហើយយើងអាចផ្ញើទៅខាងឲ្យរោងចក្រគេធ្វើឲ្យអញ្ចឹងទៅហើយមួយទៀតយើងសង្កេតមើលerror របស់ PCB មានន័យថាពេលយើងគូយើងអាចបានអាប់ដេតមានថាយើងអាចបានអាប់ដេត build វាចុងក្រោយទេអញ្ចឹងពេលដែលយើងគូពីមុនមកយើងអាចបាន save អីវានឹងជាប់មានថា short circuit ដែរមានថាយើងអាចបានrefresh អឺមានថា refresh ground ជាមួយនឹង VCC ហ្នឹងគឺវាជាប់គ្នាអញ្ចឹងពេលដែលកន្លែងហ្នឹងខ្ញុំនឹងប្រាប់តើតោះនឹងពេលដែលយើង design ហើយមួយទៀតយើងអាចចេះហៅថាបញ្ចេញឬក៏ផ្ញើហ្នឹងទៅឲ្យខាងរោងចក្រគេផលិតឲ្យហ្មងអញ្ចឹងយើងចេះកម្មង់បតទៅខ្លួនឯងអញ្ចឹងទៅព្រោះមានអ្នកផ្សេងច្រើនដែលគាត់តែងតែគិតថាពេលដែលដាក់ឲ្យចិនផលិតហ្នឹងគឺពិបាកក្នុងការដាក់អីគេ shipping address នៅចិនអញ្ចឹងទៅព្រោះពេលខ្លះគាត់អត់ដឹងគាត់ថាពិបាកអីចឹងខ្ញុំនឹងប្រាប់អ្នកគ្នារបៀបនៃការដាក់ address ពីមានន័យថាយើងបើយើងដាក់ address នៅខ្មែរនេះចាំមានថាពេលដែលរោងចក្រគេផលិតមកគេនឹងដឹកតាមអីគេតាមដឹកតាម DHL អញ្ចឹងទៅព្រោះនៅក្នុងរោងចក្រផលិតបតហ្នឹងវាអត់ support ដូចបតដូចអីគេដូចTaobao ដូចគេpre shipping មកខ្មែរអញ្ចឹងណាគេដឹកតាម KX99 អញ្ចឹងទៅតែចំពោះរោងចក្រផលិតបតនេះគឺអត់ទេបើករណីយើងដាក់shipping នៅខ្មែរ direct ហ្មងគឺគេដឹកតាម DHL ឬក៏តាមប្រៃសណីយ៍អញ្ចឹងទៅអញ្ចឹងបើយើងដឹកតាមប្រៃសណីយ៍ឬក៏ DHL មានថាវា shipping វាថ្លៃអញ្ចឹងទៅអាចចន្លោះពី25ទៅ50 រៀលអញ្ចឹងទៅអញ្ចឹងដល់ពេលដែលគាត់បើពេញ address នៅខ្មែរហើយគាត់មើលតែតម្លៃ shipping ហ្នឹងគឺគាត់ឈប់ហើយគាត់ឈប់ក្នុងការនេះហើយក្នុងការ set up ឬក៏ដាក់ផ្ញើទៅខាងរោងចក្រព្រោះមើល shipping នេះវាថ្លៃអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចមួយដែរដែលយើងនឹងត្រូវរៀនទាំងអស់គ្នាអញ្ចឹងចំពោះក្នុងការតម្លើងកម្មវិធី ECDA ហ្នឹងគឺមានន័យថាយើងតម្លើងទាំងមានថាយើងតម្លើងទាំងនៅក្នុងកុំព្យូទ័រឬក៏ web មិនចាំវាលោតជួបអីវាលោតវាជាប់អីសុំផ្លែជាប់អីវាមកទៀតក៏ direct
ចឹងនឹងកន្លែងក្នុងការហេតុអ្វីបានយើងយកកម្មវិធី Easy DA ហ្នឹងយកមកប្រើប្រាស់មានន័យថាយកមកក្នុងការ design នេះព្រោះយើងមិនយ៉ាងមូលហេតុទេបានយើងអត់ប្រើ Plotter ឬក៏កម្មវិធីផ្សេងក្នុងការ design អញ្ចឹងមូលហេតុដែលខ្ញុំយកកម្មវិធីនេះមកក្នុងការបង្រៀនទី1វាមានគ្រឿងវាមានមានថាយើងមាន component រាប់លានរាប់សែនគ្រឿងនៅក្នុងកម្មវិធីហ្នឹងក្នុងការយើងយកមក design ហ្នឹងទៅហើយទី2យើងអាច manage មានថា project management របស់យើងគឺអាច save ទុកនៅក្នុងកម្មវិធីហ្នឹងអញ្ចឹងណាមានថាអាច online ក៏បានអាច offline ក៏បានមានថាយើងអាច install នៅលើ computer ឬក៏យើង design នៅលើ web អញ្ចឹងទៅហើយមួយទៀតយើងអាច integration system គេ integration ជាមួយនឹងប្រភេទរោងចក្រដែលផលិតបនហ្នឹងគឺវាអាច integrate ជាមួយនឹងកម្មវិធីហ្នឹងអញ្ចឹងពេលដែលយើងគូរហើយយើងអត់ចាំបាច់ទៅselect គ្រឿងដើម្បី set up តាក់ទងទៅនឹងឈ្មោះតាក់ទងនឹងលេខកូដផុសគ្រឿងហ្នឹងដើម្បីឲ្យគេ assembly ទេអញ្ចឹងនៅក្នុងអឺកម្មវិធីហ្នឹងគឺគេមានស្រាប់ហ្មងអញ្ចឹងយើងអាច integrate បានលឿនមានថាយើងអាចឲ្យគេ assembly គ្រាន់តែយើង design ហើយគឺយើងអាច export file ហ្នឹងឲ្យខាងរោងចក្រគេ assembly គ្រឿងឲ្យយើងតែម្ដងយើងអត់ចាំបាច់ដូចបច្ចុប្បន្នខ្ញុំប្រើកម្មវិធីមួយទៀតឈ្មោះ KiCad អញ្ចឹងដើម្បីយើងយកcomponent ហ្នឹងដាក់ឲ្យខាងរោងចក្រគេអឺ assembly ឲ្យគឺយើងត្រូវការទៅ select គ្រឿងហើយ select គ្រឿងហើយយើងត្រូវយកលេខកូដគ្រឿងហ្នឹងទៅដាក់ក្នុងកម្មវិធីរបស់យើងមួយថា resistance លេខកូដវា C001 អញ្ចឹងទៅអញ្ចឹងយើងត្រូវដាក់នៅក្នុងកម្មវិធី KiCad ដាក់ C001 ដើម្បីគេទៅពេលដែលយើង export file ហ្នឹងមកដូចជា file boom ដូចជា file pick and flash ហ្នឹងមានន័យថាទីតាំងបតរបស់យើងនៅពេលដែលក្នុងរោងចក្រគេត្រូវការពី file ហ្នឹង file boom ហ្នឹងគឺលេខកូដគ្រឿងឬក៏ footprint របស់គ្រឿងយ៉ាងអញ្ចឹងនៅក្នុងកម្មវិធីហ្នឹងគឺវារៀង advantage គាត់ថាទីមួយវា professional ជាងកម្មវិធីហ្នឹងយ៉ាងទៅអញ្ចឹងកម្មវិធីនេះសម្រាប់អ្នកនរគ្នា basic ក្នុងការរៀនដែរព្រោះខ្ញុំចេញពីពួកខ្ញុំចេញពីកម្មវិធីហ្នឹងដែររៀនដំបូងហើយមានតែប៉ុណ្្នឹងហើយដោយរូបពណ៌ក្រហមនេះអឺដូចរូបពណ៌មិនអត់ចេញដូចរូបពណ៌ក្រហមមួយនេះចឹងគឺបតដែលខ្ញុំ design នៅក្នុងកម្មវិធី ECGA ហ្នឹងហើយនេះគឺជា 3D ដែលខ្ញុំ view មកដំបូងហ្នឹងខ្ញុំ design ជា through hole ទេស្តង់យើងធម្មតាណាដែលយើងដោតហើយយើងសាពីក្រោមហ្នឹងហើយបន្ទាប់ពេលខ្ញុំធ្វើហ្នឹងហើយចប់ហើយអស់ហើយខ្ញុំក៏ convert ចេញជា resistance SMD តិចតួចនេះដោយ capacitor តិចតួចនេះយើងមើលអត់សូវឃើញទេតោះតែមើលនឹងក្រៅថាបើយើងមើលនឹងនេះស្ទើរតែអត់ឃើញបន្ទូចមែនតើហ្នឹងគឺគេផ្សារពីលើអញ្ចឹងទៅអូខេអញ្ចឹងមានតែប៉ុណ្្នឹងហើយមួយទៀតកម្មវិធីហ្នឹងគឺវាស្រួលប្រើហើយគឺ free ទៀត free ក្នុងការ access ចូលអញ្ចឹងទៅដោយកម្មវិធីAltium Designer ហ្នឹងគេត្រូវបង់ license អញ្ចឹងទៅអាហ្នឹងវាតាមប្រភេទ software អញ្ចឹង software នេះគឺ free យើងអាចយកមករៀនបានដោយស្រួលយើងអត់ចាំបាច់ទៅបង់លុយបង់អី license អញ្ចឹងណាអញ្ចឹងមានតែប៉ុណ្ណឹងទៅមុខទៀតហ្នឹងទៅចឹងនិយាយទៅហើយមួយទៀត
មូលហេតុអីដែលខ្ញុំបានយកដូចខ្ញុំប្រាប់អញ្ចឹងមូលហេតុអីបានខ្ញុំអត់យកកម្មវិធី KiCad នេះមកបរៀនកម្មវិធីZoom នេះមកបរៀនដោយសារដូចខ្ញុំប្រាប់អញ្ចឹងទីមួយកម្មវិធីនេះវាត្រូវការបង់លុយកម្មវិធីនេះវាស្មុគស្មាញក្នុងការគូដែរមួយចំនួនដែរយើងត្រូវការរៀនច្រើនមែនទែនមកកម្មវិធីនេះគឺមុននឹងចេះហ្នឹងគឺរៀនខ្លួនឯងឡើងចង់មួយឆ្នាំជាងហើយដើម្បីគូចេញពីជា PCB ដែលយើងអាចទទួលយកបានអញ្ចឹងណាហើយមូលហេតុអីបានខ្ញុំមកយក Protus នេះមកបរៀនអញ្ចឹងហើយមូលហេតុបានយកនេះមកទៅបរៀនតែឯងអញ្ចឹងវាសិតមានមូលហេតុទី1 Protus តែតែអ្នកនរគ្នាតែតែជួបហើយមុនដំបូងគឺចូលរៀនដំបូងគឺត្រូវស្គាល់ Protus ហ្នឹងហើយអញ្ចឹង Protus ដើម្បីបង្កើតជាគ្រឿងអីមួយថាបច្ចុប្បន្នដែលខ្ញុំជួបហ្នឹងគឺchip របស់ KA2209 អញ្ចឹងវាអត់មានfootprint អត់មានគេ symbol ទេអញ្ចឹងយើងត្រូវការគូឡើងវិញទាំងអស់តាំងពីដើមមកមានថាយើងបង្កើតថ្មី component នៅក្នុងហ្នឹងមកដើម្បីអីដើម្បីយើងយកcomponent ហ្នឹងដើម្បីដាក់ជាមួយនឹង chip KA2209 យើងអញ្ចឹងវាស្មុគស្មាញច្រើនតកតងទៅនឹង Protus ហ្នឹងវាទីមួយវាអត់សូវស្អាតផងហើយអត់សូវមានអ្នកដែលគាត់គូច្រើនដើម្បីកំងបតអីតែហ្នឹងថាសម្រាប់ដែលគាត់រៀនដំបូងអញ្ចឹងទៅពីចឹង Protus ក៏វាមានឡើងចំណុចពិសេសរបស់វាដែរគឺអាច simulation បានអញ្ចឹងទៅតែចំពោះកម្មវិធី ECDA នេះគឺវា simulation បានមែនតែវាអាចក្នុងការងាយស្រួលក្នុងការរៀនដោយសារតែនៅក្នុង ECDA នេះគឺដូចខ្ញុំប្រាប់អញ្ចឹងគឺវាមាន workspace វាសម្រាប់យើងទៅ download project របស់គេដែលគេធ្វើហើយអញ្ចឹងណាអញ្ចឹងយើងអាច download មានទាំង PCB មានទាំង schematic មានទាំងរូប CD គេផុសចូលក្នុង workspace ហ្នឹងដើម្បីយើងអាចចូលទៅមើលបានហើយទៀតតកតង KiCad នេះគឺបរៀនបានដូចគ្នាគាត់ថាវាត្រូវការពេលយូរដោយសារតែកម្មវិធីនេះវាកលុកកលៈវាច្រើនជាងកម្មវិធី ECDA នេះព្រោះ ECDA នេះវាតិចទេតែងាយស្រួលក្នុងការរៀនហើយអ្នកនរគ្នាដែលចង់រៀនតទៅនឹងកម្មវិធី design KiCad នេះអាចទៅមើលក្នុង YouTube ខ្ញុំក៏បានឬក៏ទៅ search មើលអ៊ីនធឺណិតទៅព្រោះកម្មវិធីនេះដែលខ្ញុំប្រឡូកជាមួយនឹងការងារអេឡិចត្រូនិកគេប្រើច្រើនដូចជានៅ AI Farm ដូចជានៅគេ VP Start ដូចជានៅគេក្រុមហ៊ុន Uaya Technology នេះក៏ប្រើដែរស្ថិតក្នុង KiCad នេះក្នុងការ design អញ្ចឹងបើយើងមានដំណងថាចាំយកខាងអេឡិចត្រូនិកហើយយើងអាចចូលទៅរៀនកម្មវិធីនឹងបដាទៅមុនយើងចប់ឆ្នាំចប់អីយើងអាចចាប់បានsoftware នឹងដើម្បីយកទៅប្រើប្រាស់ព្រោះនៅក្នុងក្រុមហ៊ុនគេប្រើគេអត់ដែលប្រើកម្មវិធី ECDA នេះទេអញ្ចឹងកម្មវិធី ECDA នេះគឺយើង basic ក្នុងការគូ PCB ដែរដើម្បីអីទី1វាស្រួលរកគ្រឿងដែលមាននៅក្នុងហ្នឹងណាអញ្ចឹងបន្ទាប់ពីយើងស្គាល់គ្រឿងអស់ហើយយើងចង់ទៅអាប់ទៅ KiCad គឺស្រួលទេមានន័យថាយើងមាន basic ពីនេះទៅហើយពី ECDA នេះទៅហើយយើង update ទៅ KiCad គឺលឿនដោយសារយើងមាន basic ពីកងមកហើយតែបើយើងចូលទៅ KiCad មកវាអាចនឹងយើងនេះដែរវាអាចនឹងពិបាកតិចតែតើយើងព្យាយាមដែរអញ្ចឹងពីកម្មវិធីមួយទៅកម្មវិធីមួយវាមានតួនាទីខុសគ្នាហើយperformance របស់វាក៏ដូចគ្នាដែរក៏ខុសគ្នាដែរអញ្ចឹងវាមាន software ច្រើនទៀតដែលខ្ញុំអត់បានលើកមកទេហើយមានតែប្រហែលប៉ុណ្្នឹងទេដែលខ្ញុំលើកថាមូលហេតុនេះបានជាខ្ញុំមករកកម្មវិធីផ្សេងហ្នឹងមកបរៀនយកតែកម្មវិធីដែរអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងគឺវាមានចំណុចសំខាន់របស់វាអញ្ចឹងតើទៅទៀតហើយហើយរបៀបនឹងការតឡើងកម្មវិធីនេះគឺអ្នកនរគ្នាអាចចូលទៅមើល YouTube នៅ link ដែលខ្ញុំដាក់នេះហើយខ្ញុំផ្ញើតាមក្រោយទេហើយឬក៏ scan QR នេះអញ្ចឹងតើតើនឹងការតឡើងនេះវាមានច្រើន step ពេកមានចាថា
បើយើងយកមកបរៀននៅក្នុងម៉ោងនេះធ្វើឲ្យវាចំណាយពេលយូរក្នុងការម៉ោងរបស់យើងវាខ្លីអញ្ចឹងបើយើងយកមកបរៀនទៅវាអឺយូរអញ្ចឹងខ្ញុំមានជាវីដេអូ YouTube អញ្ចឹងអាចយកទៅមើលបដាទៅឬក៏ស្អែកហ្នឹងពេលព្រឹកគ្នាយើងអាចតម្លើង install ឲ្យហើយទៅឬក៏បង្កើតជា account ដើម្បី log in ជាមួយនឹងកម្មវិធីហ្នឹងព្រោះកម្មវិធីហ្នឹងវាមានusername ដើម្បី log in ចូលអញ្ចឹងណាអញ្ចឹងអ្នកគ្នាត្រូវតែបង្កើតដូចក្នុង YouTube នេះមានរយៈពេល12នាទីអញ្ចឹងអាចចូលទៅមើលបានរបៀបនៃការ download ឬវាការតម្លើង create account ហ្នឹងអាចមាននៅក្នុងនឹងអស់អញ្ចឹងអាចទៅមើលបន្ថែមទៅហើយមួយទៀតក្នុងការគ្រប់គ្រងគម្រោងក្នុងកម្មវិធី ECDA ហ្នឹងគឺខ្ញុំធ្លាប់មានបទពិសោធន៍ក្នុងការបរៀនសិស្សច្រើនដែរពីជំនាន់ទីប្រមាណនេះអ្នកខ្ញុំចាំឯងគឺជាជំនាន់ទី6មកហើយចឹងទៅក៏ខ្ញុំបង្កើតជា group មានន័យថាដូចជា group Telegram អញ្ចឹងតែ group Telegram គាត់តែយើង essay និស្សិតឆ្លងឆ្លើយអីចឹងទៅតែនេះគឺយើងបង្កើត group ក្នុងការដាក់ project តែថា project ម្នាក់នេះឈ្មោះ A ត្រូវមានឈ្មោះ folder A ចឹងទៅអញ្ចឹងដើម្បីសម្គាល់ថាគាត់មាន project A ចឹងទៅអញ្ចឹងគោលបំណងដែលខ្ញុំបង្កើតនេះគឺចង់ឲ្យគ្នាយើងទី1រៀនចេះបង្កើតផងទី2យើងអាចតាមដានគ្នាយើងអ្នកណាគាត់ធ្វើហើយមិនហើយអញ្ចឹងយើងអាចចូលទៅ access បានហើយ folder អ្នកផ្សេងយើងអាចទៅមានថាពីម្នាក់ទៅម្នាក់ហ្នឹងគឺអាចចូលទៅមើលផុតគេបានទេមានថាករណីគាត់ចង់លួចច្រឡំឬអីចឹងយើងអាចឲ្យគាត់ access ចូលមានថាមានតែម្នាក់ហ្នឹងទេដែលគាត់អាចបង្កើត folder របស់គាត់បានតែអញ្ចឹងនៅពេលដែលបងជា admin អញ្ចឹងមានន័យថាជា owner អញ្ចឹងគឺអាចចូលទៅមើលគ្រប់គ្នាទាំងអស់គ្នាណាអ្នកណាដែលគាត់បានធ្វើអ្នកណាគាត់បានគូអីគឺយើងដឹងអញ្ចឹងយើងអាចមានន័យតាមហ្នឹងក៏បានដែរអញ្ចឹងកម្មវិធីហ្នឹងវាងាយស្រួលចា៎ហើយដូចបែបទៅតនឹងក្រុមនេះខ្ញុំនឹង send ជា link ហើយអ្នកនរគ្នា send មានថាអ្នកនរគ្នាជំនាន់ទីម៉ានទី10ទី11ទី12ចឹងអស់មាន3ក្រុមអញ្ចឹងអ្នកនរគ្នា join ទៅក្នុងក្រុមជំនាន់នីមួយៗទៅកុំឲ្យច្រឡំគ្នាព្រោះបើយើងចូលគ្នាយើងអាចដឹងថាជំនាន់ទីម៉ានធ្វើជំនាន់ទីម៉ានអត់ធ្វើទេអញ្ចឹងយើងដឹងអញ្ចឹងនៅក្នុងហ្នឹងខ្ញុំក៏បានបង្កើតក្រុមហើយដែរចាំខ្ញុំ send link ដាក់ហើយបន្ទាប់ពីបង្កើតជា username នឹងមកយើងនឹង join ទៅក្នុង group ហ្នឹងទៅហើយចូលពីចំណុចទី2គឺពីធំគឺយើងស្វែងយល់អំពីការ design PCB អញ្ចឹងដើម្បី design PCB នឹងបានតែយើងត្រូវធ្វើមិនខ្លះជុំរហូតជុំអីវាហើយចំពោះដំណាក់កាលនៃការដើម្បីបានជា PCB ដូចខ្ញុំប្រាប់អញ្ចឹងគឺទី1គឺយើងត្រូវតែគូជា schematic ជា SEMA electronic ដូច resistance ជាប់ទៅ ground ជាប់ទៅ VCC ជាប់ទៅអញ្ចឹងដើម្បីយើង convert ចេញមកជា PCB layout ហ្នឹងដើម្បីឲ្យជើងវាជាប់គ្នាពេលដែលជាប់គ្នាហើយយើងគូតាមជើងមួយអញ្ចឹងដើម្បីឲ្យវាអីគេដើម្បីឲ្យវាជាប់គ្នា
បើវាអត់ជាប់គ្នាទេពេលយើងដោតភ្លើងទៅអត់ដឹងថាជើងហ្នឹងជាប់ទៅខាងណាទេអញ្ចឹងក្នុងការ design គឺមានដំណាក់កាលវាហើយយើងនឹងចូលទៅអឺការ design ដោយយើងចាប់ផ្ដើមពី0មកក្នុងកម្មវិធីដែលយើង design ហ្នឹងហើយរូប 3D វាក៏មើលទៅវាស្អាតម្យ៉ាងដែរនៅក្នុង 3D ហ្នឹងដូច3D នេះអញ្ចឹងដូច chip វាមាន resistance មានអីយើងមើលទៅឃើញស្អាតហ្មងតែបើកម្មវិធីprotest មើលទៅវាអត់សូវដូច real ណាក៏រៀង fake អញ្ចឹងណាអញ្ចឹងអឺដំណាក់កាលដែលការ design គឺទី1គឺយើងត្រូវគូរ schematic សិនហើយបន្តមកទៀតបានយើង convert schematic ហ្នឹងចេញជាគ្រឿងនេះគ្រឿងពណ៌លឿងនេះដើម្បីយើងគូរPCB នៅក្នុង PCB layout របស់យើងអញ្ចឹងដើម្បីគូរ PCB layout យើងត្រូវដឹងទៀតថាគ្រឿងហ្នឹងយើងត្រូវតម្រៀបម៉េចដើម្បីឲ្យខ្សែវាកុំឲ្យរត់ខ្វិតខ្វែងគ្នាអញ្ចឹងដល់ពេលដែលយើងឃើញខ្សែខ្វិតខ្វែងយើងលែងចង់គូរហើយវាថាដូចស្រុកពីងពីងវាខ្វិតខ្វែងគ្នាអញ្ចឹងដល់ពេលដែលយើងគូរយើងនឹងឃើញហើយអញ្ចឹងអឺវាមានចំណុចមួយដែលខ្ញុំនឹងបង្ហាញមានន័យថាយើងមានគ្រឿងថាខ្ញុំមានchip មួយថាមានជើង2ចាស់ជើង4ចាស់ជើងលេខ1ជើងលេខ2ជើងលេខ3ជើងលេខ4ចាស់អញ្ចឹងនៅក្នុងជើងលេខ3នេះយើងមាន resistance មកគ្រាប់យើងតទៅ ground ហ្នឹងតទៅ ground ហើយជើងមួយនេះមាន capacitor មកគ្រាប់តែវាអាចតទៅ ground យ៉ាងឧទាហរណ៍ណាក្នុង schematic អញ្ចឹងដើម្បីអីគេដើម្បីពេលដែលយើង convert ទៅជា PCB វានឹងចេញ footprint បែបនេះហើយតែបែបនេះជើង4យ៉ាងឧទាហរណ៍ជើងនេះចេញជាលក្ខណៈជានេះណាពេលយើង convert ចេញជា PCB layout នេះវានឹងចេញរូបបែបនេះអញ្ចឹងដល់ពេលដែលយើងគូក្នុងPCB វានឹងរត់តែជើងនេះជើងលេខ3នេះវារត់មកជើង resistance នេះមួយR1 ចាមក R1 នេះឲ្យមក ground អញ្ចឹងនៅពេលដែលយើងយកគ្រឿងមកតម្រៀបនៅលើ PCB យើងមើលជាក់ស្ដែងថាជើងខាងណាលេខ1ថាខាងលេខ1ខាងលេខ2ខាងលេខ3ខាងលេខ4ចឹងអញ្ចឹងយើងមើលជើង R1 នេះ R1 វាត្រូវជាប់មកជើងលេខ3នេះអញ្ចឹងយើងយកទាញគ្រឿងនេះពេលយើង convert មកវាចេញចេះហើយវាចេញហោងចេះគ្រឿងចេះហ្នឹងពេលដែលយើង design ចាក់ឡើងឃើញហើយថាជើងប៉ុណ្ណេះចាអញ្ចឹងយើងយកមក connect នៅដាក់គៀកឲ្យចំជើងលេខ3នេះហើយយើង connect ទៅ ground នេះអាច ground រួមអីចឹងទៅអញ្ចឹងពេលដែលយើង design គឺវាអត់មានអីជាស្មុគស្មាញក្នុងការគិតថាធ្វើម៉េចដើម្បីកុំឲ្យវាមានជាពាក់គ្នាខ្សែហ្នឹងអញ្ចឹងដូចបរិញ្ញាឆ្នាំទី1អញ្ចឹងគាត់គូ KA 2209អញ្ចឹងនៅពេលដែលខ្ញុំប្រាប់ពីវិធីសាស្ត្រក្នុងការគូហ្នឹងគឺឃើញគាត់គូបានល្អច្រើនទាំងតែយើងប្រាប់តែម្ដងគឺគាត់អាចធ្វើបានយ៉ាងទៅអញ្ចឹងកន្លែងចំណុចដែលយើងត្រូវធ្វើហ្នឹងគឺចាប់ផ្ដើមពីតិចហ្នឹងទៅមានថាយើងច្បិចតិចហ្នឹងទៅពេលដែលយើងអនុវត្តជាក់ស្ដែងហ្នឹងជួបហើយថាត្រូវដាក់បែបម៉េចត្រូវបែបម៉េចហើយគ្រឿងយើងត្រូវរៀបបែបណាដើម្បីឲ្យវាត្រូវនឹងទំហំជើងរបស់វាដល់ពេលដែលយើងត្រឡប់ទៅកុំឲ្យវាគងគ្នាអញ្ចឹងទៅអញ្ចឹងវាមានច្រើនទៀតដែលយើងត្រូវដឹងជាងនេះមានតែប៉ុណ្្នឹងអញ្ចឹងចូលទី2ទីគ្នាស្វែងយល់ពីការ design ហ្នឹងគឺដើម្បីផលិតជា board មួយដែលយើងមើលរូបខាងនេះអញ្ចឹងដើម្បីចេញជា board បែបនេះបានយើងត្រូវ
តែមានថាយើងត្រូវតែ follow តាម step នេះទាំងអស់ដែលយើងម្លងមួយណាយើងនឹងថា PCB យើងមូលហេតុតែមកអត់ដែរហើយទី1គឺការរចនាគ្រោង sequence មានថា schematic design schematic design ហ្នឹងគឺជា schematic ដែលយើងចាប់តាមដំបូងគេដើម្បីយើងគូរជា PCB layout បានយើងត្រូវតែគូរ schematic សិនអញ្ចឹង schematic ហ្នឹងយើងត្រូវតែ check មើលទៀតថាជើងលេខ1និងលេខ2ហ្នឹងយើងប្រើអត់បើប្រើទៅយើងអាចខ្វែងជើងចោលទៅអញ្ចឹងដល់ពេលដែលយើង convert ទៅជា PCB វានឹងជើងហ្នឹងវានឹងផ្ដល់សញ្ញាយើងថាជើងលេខ1លេខ2ហ្នឹងគឺអត់ប្រើទេអញ្ចឹងចំណុចតិចហ្នឹងគឺអ្នកនឹងជួបហើយមួយទៀតដើម្បីគូក្រង schematic នឹងបានគឺយើងត្រូវតែស្គាល់ហើយនឹងទំហំគ្រឿងទំហំជើងគេហៅថា package ហ្នឹង package ទំហំជើងហ្នឹងឧទាហរណ៍ថាchip របស់យើងដែលធ្លាប់ប្រើហ្នឹងគឺ KA2209 គឺវាមាន package ដូចទៅនឹង555 chip របស់យើងណាហើយទំហំជើងឯងដូចគ្នាដែរគ្រាន់តែpin នីមួយៗហ្នឹងគឺវាអត់ដូចគ្នាទេដោយសារតែមុខងារ chip ហ្នឹងវាខុសគ្នាអញ្ចឹងបើដូចគាត់ថា package ឬក៏ footprint ហ្នឹងគឺវាដូចគ្នាគាត់តែជើងដែលវាស្ថិតនៅមួយលេខ1ដល់លេខ8ហ្នឹងគឺវាខុសគ្នាចឹងទៅអញ្ចឹងមានន័យថាយើងអាចយកpackage ផុស555ហ្នឹងយកអាចជំនួសបានជាមួយនឹង KA2209 ចឹងទៅអញ្ចឹងយើងគ្រាន់តែគូជា symbol ផុសKA2209 ហ្នឹងទៅយើងអាច add footprint ជាមួយនឹងPCB នឹងបានអញ្ចឹងអានឹងចំណុចមួយហើយចំណុចមួយទៀតការរចនាប្លង់ PCB គេថា PCB layout design មានន័យថាយើងត្រូវតែរើសយកគ្រឿងណាដែលជាថា main គ្រឿងវាអាចនៅកណ្ដាលឬក៏អាចចំហៀងអីចឹងដើម្បីយើងចាប់ផ្ដើមក្នុងការគូដបងគេមានថាយើងយកមកដល់តើថាមាន chip មួយជើង20ចុះថាឧទាហរណ៍ជើង20ចឹងចុះអញ្ចឹងនៅពេលដែលយើង convert មកជា PCB នេះប្រទេសនេះប្រទេស PCB អញ្ចឹងយើងត្រូវយកអត់អាចយក chip ហ្នឹងមកដាក់នៅនេះបានទេបាទយក chip ដាក់នៅនេះបានទេអញ្ចឹងយើងអាចយកមកដាក់នៅកន្លែងនេះចំកណ្ដាលនេះដើម្បីអីដើម្បីយើងងាយស្រួលក្នុងការគូជើងវាចេញមកចេញជាមួយជាប់ជាមួយប្រភេទគ្រឿងអេឡិចត្រូនិកផ្សេងទៀតតែយើងគូភ្ជាប់គ្នាចឹងទៅហ្នឹងឧទាហរណ៍ចឹងអញ្ចឹងយើងត្រូវរើសគ្រឿងហ្នឹងដើម្បីដាក់នៅកណ្ដាលនេះដើម្បីក្នុងការ design ចាប់ពីជើងណាទៅជើងណាចឹងទៅអញ្ចឹងកន្លែងហ្នឹងក៏ត្រូវយល់ដែរព្រោះវាជាចំណុចសំខាន់ក្នុងការ design ដែរហើយយើងចូលចំណុចមួយទៀតរូបនិតនិងរៀបចំឯកសារមានថា design review ឬក៏ chamber export មានន័យថាដើម្បីនាំចូលឯកសារហ្នឹងដាក់ឲ្យខាងរោងចក្រគេផលិតឲ្យយើងត្រូវ check មើលទៀតថាគ្រឿងហ្នឹងនៅពេលដែលយើងផ្ញើទៅវាត្រូវជើងគ្នាអត់ហើយគ្រឿងដែលយើងមានស្រាប់យើងអាចមើលថាវាស់មើលជាក់ស្ដែងមើលថាគ្រឿងហ្នឹងទំហំប្រវែង5មីលីម៉ែត្រអត់ពេលដែលយើងផ្ញើទៅខាងរោងចក្រគេផលិតមកលេងដាក់មក10មីលីម៉ែត្រដល់ពេលដាក់មួយគ្រឿងយើងជាក់ស្ដែងវាអត់ត្រូវវិញណាអញ្ចឹងយើងត្រូវពិនិត្យ review មួយចឹងកុំឲ្យវាខុសអញ្ចឹងណាអាហ្នឹងតែយើងផ្ញើខុសគឺគេផលិតឲ្យយើងក៏ខុសដូចគ្នាហើយមួយទៀតយើងទៅផ្ទៀងផ្ទាត់ច្បាប់ហៅថាច្បាប់ design rule check DLC ហ្នឹងច្បាប់របស់គេក្នុងការគូយើងអាចគូទំហំខ្សែថាច្បាប់របស់គេកៅនៅក្នុងរោងចក្រ PCB ដែលយើងដាក់ឲ្យគេផលិតឲ្យហ្នឹងគេ minimum ខ្សែគេអាចកំណត់ថា1មីលីម៉ែត្រចុះ
ចឹងនៅពេលដែលគ្នាយើង design ទៅដាក់0.01 មីលីម៉ែត្រគឺច្បាប់ក្នុងការ design ហ្នឹងគឺខាងរោងចក្រគេអត់ support ទេមានន័យថាគេអត់ផលិតឲ្យទេដោយសារអីគេមានច្បាប់របស់គេក្នុងការរត់ខ្សែដែរអញ្ចឹងបើខ្សែយើងដាក់ទូចពេកគេអត់ផលិតដែរហ្នឹងឧទាហរណ៍ណាបើខ្សែយើងដាក់ឧទាហរណ៍គេ maximum មកខ្សែរបស់គេដាក់ត្រឹម3មីលីម៉ែត្រចឹងគ្នាយើងដាក់ត្រឹម5មីលីម៉ែត្រទៅពេលវាខុសច្បាប់ការ design របស់គេក៏គេអត់ផលិតចេញជាបតឲ្យយើងដែរគេនឹងមីសេឬក៏ផ្ញើ email មកយើងឲ្យថាបតរបស់អ្នកបាន design ខុសពីច្បាប់ក្នុងការផលិតបតរបស់គេហើយចឹងយើងត្រូវ follow តាមរបស់គេត្រូវគេមានឲ្យយើងមើលដែរកន្លែង DRC ហ្នឹងហើយវាមានចំណុចទៀតតកតងទៅនឹងកន្លែងយើងចោះមានថាយើងចោះពីចាំភើមួយទៅចាំភើមួយកន្លែងរុនហ្នឹងហូលហ្នឹងគឺក៏មានច្បាប់គេដែរអាចទូចបំផុតប្រហែលមីលីម៉ែត្ររុនដែលគេចោះហ្នឹងបើយើងដាក់ទូចមែនតើគឺខាងរោងចក្រគឺគាត់អត់ផលិតដែរហ្នឹងគឺជាចំណុចដែលយើងត្រូវដឹងដែរហើយដើម្បី export ជាឯកសារជា file គឺគេមាន tool គេឬក៏កម្មវិធីហ្នឹងគឺវាមានស្រាប់តែម្ដងគឺយើងអាចចុចselect នៅលើកម្មវិធីហ្នឹងវាមានឈ្មោះឲ្យដូចជាគេដាក់order PCB from រោងចក្រយ៉ាងទៅអាហ្នឹងឧទាហរណ៍អញ្ចឹងនៅពេលដែលយើង select កន្លែងហ្នឹងមកវានឹង generate file ជា file ហ្នឹងឲ្យយើងអូតូហ្មងអញ្ចឹងយើងអាចយកអា file ហ្នឹងយើងចូលទៅក្នុងកម្មវិធីក្នុង website របស់រោងចក្រផលិតបតហ្នឹងយើងអាប់ឡូតចូលទៅគឺវាស្គាល់មកដោយសារវា support តែ Jabber file ហ្នឹងទេ Jabber file នេះអញ្ចឹងចំណុចមួយទៀតហើយមួយទៀតតើតើនឹងការផលិតពីរោងចក្រដែលរោងចក្រយើងផ្ញើឯកសារទៅហ្នឹងជាប្រភេទsequi មានថា sequi ទទេមានថាមានតែបតទេយើងអត់ផ្ញើជាគ្រឿងទៅជាមួយទេមានថាជាលេខកូដឬជាអីចឹងទៅមានតែផ្ញើគេផលិតតែបតឲ្យយើងទេអញ្ចឹងបន្ទាប់ពីគេផលិតបតឲ្យយើងហើយគេនឹងផ្ញើបតឲ្យយើងវិញដើម្បីយើងយកមកដំឡើងផ្សារភ្ជាប់អីចឹងទៅអញ្ចឹងមានថាយើងផ្ញើតែបន្ទះបតទៅទេហើយមួយទៀតការតម្លើងក៏ផ្សារភ្ជាប់គ្រឿងគេថា PCB assembly បើគេហៅពាក្យកាត់គេហៅ PCBA យ៉ាងដែរអាថា PCB assembly ក្នុងការគេដាក់គ្រឿងផ្សារភ្ជាប់គឺផ្សារខាងលើបន្ទះបតរបស់យើងហ្នឹងទៅអាហ្នឹងពីចំណុចមួយទៅមកចំណុចមួយហើយមួយទៀតតេស្តសាកល្បងគឺយើងតេស្តសាកល្បងមានន័យថាយើងដាក់ភ្លើងមើលវាមានចេញ output ចេញអត់ហើយតកតងនឹងគុណភាពវាអាចទទួលយកបានអត់ដាក់ភ្លាមក្តៅភ្លាមធ្វើឲ្យគេបតរបស់យើងខូចទៅអញ្ចឹងយើងត្រូវ check និងតេស្តមើលដែរមុននឹងដាក់ភ្លើងចូលយើងអាចយក voltmeter ហ្នឹងចុចមើលថាវាshort circuit អត់អញ្ចឹងទៅបើវា short អាចនឹងទៅ check មើលគ្រឿងឬក៏ schematic យើងឡើងវិញក្នុងករណីយើងគូខុសឬក៏ដាក់ច្រាស់គ្រឿងអញ្ចឹងទៅហើយតង់ចប់ហ្នឹងគឺយើងត្រូវដាក់គេ firmware ដែលយើងបានតេស្តឬក៏សរសេរឲ្យពីមុននឹងយើងគូបតហ្នឹងអាចដាក់ចូលទៅគឺយើងអាចតេស្តបានអញ្ចឹងទៅហ្នឹងការស្វែងយល់នៃការចំណុចសំខាន់នៃការ design PCB របស់យើងហ្នឹងទៅអញ្ចឹងនេះគឺជា PCB ដែលខ្ញុំធ្លាប់ឬក៏មាន experience ទៅលើ PCB ហ្នឹងមានរូបទី1នេះអញ្ចឹងគឺខ្ញុំ design នៅក្នុងកម្មវិធី KiCad ទេកម្មវិធី ECDA ដូចជាខ្ញុំខាន design យូរហើយតាំងពីខ្ញុំចប់ពីរៀនគឺខ្ញុំចូលទៅរៀនកម្មវិធីនឹងថ្មីអញ្ចឹងវាចំណាយពេលជិត1ឆ្នាំដែរមិនបានចេញជាសមិទ្ធផលប៉ុណ្ណឹងមកអញ្ចឹងដូចនៅរូបទី1អញ្ចឹងគឺយើង design ក្នុងកម្មវិធី KiCad ហើយក្នុងកម្មវិធី KiCad ហ្នឹងដូចខ្ញុំប្រាប់អញ្ចឹងគឺវាស្មុគស្មាញតិចអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងក្នុងការ design ដូច chip មួយនេះអញ្ចឹងវាទៅ control relay នេះ relay កណេះនិង relay កណេះអញ្ចឹងយើងអាចយក chip ហ្នឹងមកដាក់នៅនេះបានទេអញ្ចឹងចំណុចតែយើងត្រូវ
យកមកលើកហ្នឹងគឺយើងត្រូវដាក់នៅកណ្ដាលនេះឬក៏ដាក់នៅនេះក៏បានដែរតែពេលដាក់នៅនេះធ្វើឲ្យអីគេ space នៃ PCB របស់យើងគឺអឺវាឆ្អៀតជាងទៅបាក់ក្នុងការរត់ខ្សែតែបើយើងយកពីនេះទៅស្រួលមានថាចង់ទៅឆ្វេងក៏បានចង់ទៅស្ដាំក៏បានវាអាចកាន់តែពីរហើយនេះប្រភេទ chip ដែលយើងរៀនដូចគ្នា chip ESP32 បច្ចុប្បន្នproject ដែលខ្ញុំធ្លាប់ធ្វើគឺភាគច្រើនខ្ញុំមិនដែលយក ESP8261មកប្រើទេទីមួយតកតងនឹងគុណភាពនៃការប្រើប្រាស់របស់វាទីពីរសមត្ថភាពរបស់វាថាវាប្រើហើយវាបានយូរអត់ហើយវាអាចធ្វើ long term បានអត់ចឹងទៅតែចំពោះPCB ដែលខ្ញុំបាន design នេះគឺខ្ញុំយក ESP32 ក្នុងការប្រើប្រាស់ក្នុង project តូចធំហ្នឹងគឺខ្ញុំយកប្រភេទហ្នឹងមកប្រើហើយនេះគឺរូប 3D ដែលយើងដាំគ្រឿងហើយចេញជារូបរាងដូចគ្នាមានន័យថាពេលដែលយើង design ហើយយើងត្រូវយកគ្រឿង 3D ដូចជា relay អញ្ចឹងហើយនឹង relay ចេះគឺវាដូចគ្នាអញ្ចឹងមានន័យថាយើង design រូបនៅក្នុងកម្មវិធីមិនយើងពេលដែលយើង assembly ហើយគឺវាដូចគ្នាទាំងអស់អញ្ចឹងដែរអញ្ចឹងមានន័យថាយើងត្រូវតែមានអារម្មណ៍មួយហ្នឹងថាពេលដែលយើង design ហើយវានឹងដូចពិតណារបស់ពិតហ្មងណាហើយមួយទៀតអ្វីដែលខ្ញុំនឹងបង្ហាញហ្នឹងគឺអឺតកតងទៅនឹងនេះរូប 3D នេះមួយចំនួននៅលើទីផ្សារគឺគេអត់មានឲ្យទេអញ្ចឹងពេលខ្លះក៏យើងអត់អាចដាក់បានដែរមានថាយើងព្យាយាមធ្វើយ៉ាងម៉េចរកអស់ហើយអស់លទ្ធភាពហើយបានអត់ដាក់នឹងតែបើរកបានយើងដាក់រហូតចឹងតែបើករណីរកលេខបានហើយគឺតាមដំណើរអញ្ចឹងទៅពេលដែលយើងយកគ្រឿងមកតែចាក់ស្ដែងគឺបានយើងដាក់ចូលចឹងទៅអាហ្នឹងវាមានតាមកលៈវាចឹងទៅដូចនេះបកដូចគ្នាគាត់ថាវាមានប្រភេទតាមយើង control ជា relay ប្រហែលចង់បានប្រហែល relay 100 relay ក៏50 relay យើង design តាមអ្វីដែលយើងចង់បានហ្នឹងទៅហើយដូចបតមួយនេះអញ្ចឹងបតនេះគឺយើងធ្វើតាម structure ដែលគេចង់បានយើងបានបែបម៉េចយើង design តាមហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើងចេះផ្នែកអេឡិចត្រូនិកហើយគឺយើងគេចង់បានអីគឺយើង design តាមគេអញ្ចឹងណាមានន័យថា requirement ដែលគេចង់បានថាចង់បាន A ដល់ B យើង design ឲ្យគេហ្មងអញ្ចឹងមានថាពេលដែលយើងចាប់យកអេឡិចត្រូនិកនេះហើយយើងត្រូវតែ focus តាក់ទងនឹងការរៀនតិចហ្នឹងតាក់ទងនឹងសេមាតាក់ទង power តាក់ទងអីអញ្ចឹងចាប់ផ្ដើមដំបូងគេគឺពី power ដូចពី AC ទៅ DC យើងត្រូវ design មិនដើម្បីឲ្យបតដំណើរការដាក់ភ្លើងមិនដាក់កង់ដង់មិនដាក់ fuse អត់ដាក់អីចឹងទៅការពារករណី short circuit វាដាច់ fuse ហ្នឹងទៅវាធ្វើឲ្យគ្រឿងក្នុងបតរបស់យើងគឺវាអត់ខូចអីចឹងទៅអញ្ចឹងពេលដែលយើងជួសជុលលេខដូរតែ positive នេះមួយមកគឺរួចរាល់ហើយអញ្ចឹងវាអត់ខូចគ្រឿងផ្សេងទៀតទេហើយដូចបតនេះអញ្ចឹងដែលអ្នកនរគ្នាហើយជាធ្លាប់បានចូលហើយនៅ lab ហើយយើង C A001 ដែលដាក់អូតូdoor ណាតែយើង scan កាតចេញចូលហ្នឹងគឺបតហ្នឹងហើយដែលយើងយកទៅដាក់អញ្ចឹងដែលខ្ញុំយកទៅប្រើហ្នឹងគឺ chip ដែរ chip ESP ដែរ ESP32 S3 សារ chip ហ្នឹងវា high performance យើងអាច store data បានច្រើនអញ្ចឹងក៏ខ្ញុំ design តាម structure ដែលត្រូវការជាក់ស្ដែងយ៉ាងទៅយើងអត់ចាំបាច់ប្រើ memory ក្នុងការ design ដាក់ជាមួយនឹង chip ហ្នឹងទេយើងអត់ត្រូវការអញ្ចឹងយើងមានតែ chip ហ្នឹងមួយគឺអាចអឺrun application ទ្វារនឹងបានយ៉ាងទៅហើយមួយទៀតតទៅនឹងការ design chip នេះគឺអឺយើងត្រូវរើសដែរព្រោះ chip ESP វាមាន version របស់វា
មាន ESP32 ធម្មតាមាន ESP C3 ESP32 C3 Super Mini វាមានច្រើនណា ESP យ៉ាងយើងត្រូវមើលដែរមុនយើងយកមក design ហើយchip ខ្លះវាងាយស្រួលមានន័យថាដូច chip មួយនេះអញ្ចឹងដែលខ្ញុំយកមកប្រើនេះគឺពេលដែលយើង upload code ជាធម្មតាយើងត្រូវតែមានអីគេមាន serial ថា CH 340G ឬក៏ 40C ដើម្បីយើង connect ជាមួយនឹងESP នេះដើម្បីយើង upload code ចូលបានមានថាតើយើងមាន serial ហើយបាន upload ចូលក្នុង ESP នេះបានតែដល់ពេលដែលយើងយល់ដឹងពី ESP នឹងបានច្បាស់ហើយព្រោះ ESP នេះវាមានជើង D-Doc D-Box របស់វា D-Doc D-Box របស់វាមានថា D-Doc D-Doc D-Box អញ្ចឹងវាត្រូវការតែខ្សែ4សរសៃឯងមានថា ground GND GND ហើយជាមួយនឹង VCC ទេតែ4សរសៃហ្នឹងទេគឺវាអាច upload code ចូលក្នុងនេះតែម្ដងព្រោះតែសារតែ chip នោះវាមានថា D-Box ស្រាប់ឯងនៅក្នុង chip ហ្នឹងឯងអញ្ចឹងយើងអត់ចាំបាច់ទៅយក programmer ណាយកមកដោតមកអីទេអញ្ចឹងនៅពេលដែលយើងយល់ដឹងច្បាស់តកតងនឹងchip ហ្នឹងហើយទី1យើងកាត់បន្ថយការចំណាយទៅលើ board ហ្នឹងវាបើយើងដាក់ឧទាហរណ៍ថាបើយើងដាក់ serial នៅលើ board ហ្នឹងយើងចំណាយអស់1រៀលឬក៏2រៀលអញ្ចឹងនៅពេលដែលយើងអត់ចង់ប្រើយើងដកវាចេញយើងចំណេញមក1រៀល2រៀលអញ្ចឹងមានថាយើងជា engineer យើងត្រូវគិតអំពីមានថាគេហៅគណនាតម្លៃដើមឲ្យវាកាន់តែទាបទៅយើងចំណេញបានច្រើនហ្នឹងទៅអញ្ចឹង bot នេះគឺយើង design ដាក់តា chip នឹងមួយហើយយើងដាក់ខ្សែតែ4សរសៃមកឬក៏ជា Type C មានថាក្នុង Type C ហ្នឹងគឺយើងអាច design D.Debox ចូលជាមួយនឹង Type C ហ្នឹងយើងយកតែ Type C ដោតចូលនេះមកដល់មួយកុំព្យូទ័រអញ្ចឹងគឺយើងអាច upload code ចូលបាន direct ហ្មងយើងអត់ចាំបាច់ត្រូវការ serial ថែមទៀតទេអញ្ចឹងវាងាយស្រួលអញ្ចឹងដែរអញ្ចឹងអ្នកនរគ្នាត្រូវតែស្វែងយល់ chip មួយឲ្យបានច្បាស់ដូច bot មួយនេះប្រភេទ bot 3នេះគឺ bot ដែលយើងdesign សម្រាប់ប្រើជាមួយ SIM ដូចយើងប្រើ SIM SMS ឬក៏ជា call ទៅថាយើងចង់អីគេចង់ធ្វើ project មួយប្រើ SMS ប្រើមួយ SIM ដែលអាចវា support ជាមួយនឹង 2G ក៏បាន 3G ក៏បាន 4G ក៏បានអញ្ចឹងយើងមាន module នឹងមួយ design មកដើម្បីអីដើម្បីយើងបញ្ជា relay នេះឲ្យវាបិទបើកឬក៏មានជា timer ជា schedule ឲ្យវាបិទបើកមកប្រហែលបើកម្ដងមកប្រហែលបិទម្ដងវាបោះalarm setter បែបម៉េចតាមរយៈ SIM មានថាយើងប្រើបច្ចេកវិទ្យា module SIM ដើម្បី connect ជាមួយនឹង bot របស់យើងអញ្ចឹងបន្ទាប់ពីយើងយល់ដឹងពីchip មួយហើយយើងនឹងចាប់ដើមនេះហើយដើមលក្ខណៈថាបែកគំនិតថាចង់ធ្វើអីផ្សេងទៀតអញ្ចឹងបន្ទាប់ពីយើងបានឧទាហរណ៍ថាឥឡូវហ្នឹងខ្ញុំប្រើមួយ SIM នេះដើរយើងចង់ធ្វើអីទៀតយើងចង់ build វា connect ជាមួយនឹង app ទូរស័ព្ទដៃហើយយើងបញ្ជាចេញពីទូរស័ព្ទដៃតែម្ដងទៅយើងអត់ចង់ប្រើជាលក្ខណៈជា SMS ឬអីចឹងណាព្រោះ SMS វាអាចនឹងរៀងពិបាកតិចព្រោះយើងត្រូវ typing ឬអីចឹងតែបើយើងប្រើលក្ខណៈជា app ក្នុងការបញ្ជាបិទបើកអីវាលឿនជាងយើងប្រើ app ស្អែកអញ្ចឹងនេះជា bot ដែលខ្ញុំបាន design ដែលយើងប្រើមួយ SIM ហើយ connect ជាមួយ app ដើម្បីយើងបញ្ជាបានពីចម្ងាយឧទាហរណ៍ថា bot នេះខ្ញុំដាក់នៅអីគេនៅបាត់ដំបងអញ្ចឹងខ្ញុំបញ្ជាពីភ្នំពេញអញ្ចឹងទៅវាដើរអញ្ចឹងទៅតាមរយៈដែលយើងប្រើជាមួយ SIM ហើយ SIM នោះវាមានអ៊ីនធឺណិតអញ្ចឹងទៅអញ្ចឹងនេះដែលខ្ញុំធ្លាប់ដាក់ហើយមួយទៀតពេលដែលយើង design ហើយអ្វីដែលខ្ញុំចង់លើកហ្នឹងគឺប្រអប់មានន័យថាយើង design គេថាកាត់
vậy có sao ra cắt cắt cái bao tầm tầm muộn mẹ tha dừng đi dáng ta mà với để kia mình sạp hơi ở tha bỏng ní khang khang rong chạ nơi nơi chân nó kia mình sạp bảy hai cái đạn lụa nơi lờ cái nơi lờ app hay dừng ảnh download hay download để mình sân vào vé hai trong một tiết dưới đi dáng bọn nè đại thơ mất áo vô mà đã cho bọn đi bàn trắng về đại dân phương trắng bên ha à bên ha cái hai cái sponsor phiếp project របស់យើងគឺមើលទៅស្អាតអញ្ចឹងយើង print តែ label មកនេះ label បិទទៅលើនេះមកគឺដូច real product ហើយ real product ដែលគេលក់នៅលើទីផ្សារអញ្ចឹងទៅមានថាយើង build quality board របស់យើងកាន់តែស្អាតអញ្ចឹងទៅអញ្ចឹងអ្វីដែលខ្ញុំធ្លាប់ជួបដូចខ្ញុំធ្លាប់រៀនពីឆ្នាំទី1ដល់ឆ្នាំទី4អញ្ចឹងអ្វីដែលខ្ញុំចង់លើកហ្នឹងគឺតកតងនឹងការផ្សារអញ្ចឹងទៅបន្ទាប់ពីខ្ញុំរៀនចប់ហើយពេលដែលយើងមកផ្សារបតដែលយើង design ខ្លួនឯងនេះធៀបនឹងបតដែលយើងផ្សារទៅឆ្នាំទី1ទី2ទី3ទី4ហ្នឹងគឺខុសគ្នាដាច់ហ្មងហើយណាទី1យើងត្រូវប្រើរបស់របរដែលមាន quality ដូច Ultimator ដូចជាក្បាលមន់សំណអីហ្នឹងយើងត្រូវរើសដែរអញ្ចឹងដើម្បីយើងយកមកផ្សាយជាមួយនឹងប្រភេទគ្រឿងដែលយើងយកមកប្រើប្រាស់ប្រចាំថ្ងៃហ្នឹងគឺយើងត្រូវឆែកដែរព្រោះយើងអាចយកក្បាលមន់ក្តៅរៀងស្អីក្តៅយើងមកផ្សារទៅធ្វើឲ្យសំណយើងវាអត់លាយអត់អីចឹងទៅវាប្រទេសបតាអញ្ចឹងអ្នកនរគ្នាអាចរៀនកន្លែងហ្នឹងដែរចឹងថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងសិនហើយចំពោះសំណួរយើងអាចបើកគ្នាយើងសួររយៈពេលកន្លះម៉ោងហើយយើងបរៀននេះ1ម៉ោងហើយគ្នាយើងចង់សួរកន្លែងណាអាចសួរបានយល់កន្លែងណាអាចសួរបានព្រោះយើងថ្ងៃនេះគាត់យើងចាប់ផ្ដើមដំបូងទេអត់តន់ចូលទៅក្នុងការ design ទេគាត់យើង guide អំពីក្នុងការតម្លើងការរបៀបនៃការប្រើប្រាស់ផ្សេងហ្នឹងគឺយើងចាប់ផ្ដើមថ្ងៃដំបូងបងហើយសុំសួរមួយបាទសួរពីlayer ផុស board វាអាចមានច្រើនលើសពី2អត់បងអាចមានឥឡូវបងចូលទៅកម្មវិធីអីskip បងចូលទៅក្នុងកម្មវិធី design នីមួយចេញឃើញបង share screen ណាត់ share screen នៅលើជ្រោម ground screen ឥឡូវបងចូលក្នុងកម្មវិធីដែលយើង order PCB ពីរោងចក្រហ្នឹងដែលមានឈ្មោះថា JLC PCB អញ្ចឹងនៅក្នុង GL PCB ហ្នឹងពេលដែលយើងដាក់កំងវានឹងឲ្យយើងរើសហើយរើសចាំតិចបងសាច់ឲ្យនៅមើលជាក់ស្ដែងហ្នឹងមិន login បាទអត់ទៅណានេះbot ដែលយើងអាច design បានចាប់ពី1 layer រហូតដល់32 layer មួយជាន់លើគ្នាហ្នឹង32ជាន់ហើយខាងរោងចក្រគេអាចផលិតឲ្យយើងបានណាអញ្ចឹង bot យើងអាចមានប៉ុណ្្នឹងជាន់អញ្ចឹងណាព្រោះក្នុងរោងចក្រគេដាក់តែប៉ុណ្្នឹងឯងជាន់ទេ32 layer បាទបងហ្នឹងហើយ
ចឹងនៅក្នុងកម្មវិធីហ្នឹងយើងមានគេកំងជា stencil មានជាប្រភេទ PCB assembly មានអីគេមាន mechanic មាន CNC 3D service មានអូច្រើនយើងចង់កំងបែបណាតាគឺគេកំងគេធ្វើឲ្យយើងបានទាំងអស់ហើយមួយទៀតបង share នេះចូលគ្រប់ហើយ G12 share G12 មុនណាចឹង G12 G12 ចាំជួញក្នុងក្រុមនេះមុនគេក្រុមហ្នឹងគឺក្រុមនៅក្នុងកម្មវិធី CDA ហ្នឹងពេលដែល install ឬក៏បង្កើត username ហ្នឹងគឺយើងអាចចូលទៅក្នុង link ហ្នឹងធ្វើម៉េចកុំឲ្យច្រឡំគ្នាចូល link ខុសគ្នាមានថាទី11ចំណងទី11ចូលទី2ទី2ចូល1នេះ G12 ហើយមួយទៀត G11 G11 ចឹងអ្នកនរគ្នាចូលតាមចំនួនមួយទៅដូចជាមាន G10 មួយទៀត G10 G10 អស់ហើយនេះដូចជាខ្ញុំបង្ហាញជាចោះតើតើនឹងការដែលបរៀនជំនាន់ទី6ទី7ទី9យ៉ាងហ្នឹងអញ្ចឹងនៅក្នុងហ្នឹងដូចជំនាន់ទី7អញ្ចឹងមាន member 29នាក់អញ្ចឹងទៅមានដូចថា29ដកបង1 28អញ្ចឹងយើងអាចចូលទៅមើលតាម team តាមឈ្មោះមួយបើថាបងដាក់ schematic ចឹងនៅក្នុងហ្នឹងយើងអាចមើលឈ្មោះថាណាគេធ្វើខ្លះយើងអាចចូលទៅមើលបើថាឈ្មោះម្នាក់នេះហើយនេះអត់មាន schematic តែមាន PCB វាចម្លែកស្ដេចនេះក៏ចំណុចទី7បងបើកនេះឲ្យមួយទៀត EC នេះគឺជាកម្មវិធីដែលយើងអាចចូលទៅ download ឬក៏ទៅមើលកម្មវិធីដែលគេproject ដែលគេបានធ្វើហើយឧទាហរណ៍ថាឥឡូវហ្នឹងខ្ញុំ search ដាក់ថា ESP32 ទៅអញ្ចឹងនៅក្នុងហ្នឹងវានឹង load project ដែលមាន ESP32 នៅក្នុងហ្នឹងហើយនេះអូខេអញ្ចឹងយើងអាចទៅ download មើលបានគឺនេះ ESP ដែលយើងតែងតែឃើញនៅលើទីផ្សារអញ្ចឹងគេលក់ហ្នឹងគឺថានេះ ESP អញ្ចឹងនៅក្នុងហ្នឹងប្រាប់មួយទៀតក្នុង ECEDA នេះវាមាន2 version 1 standard version 1 pro ឥឡូវបងចូលទៅកន្លែងនេះប្រាប់អ្នកនរគ្នាមើលអញ្ចឹងបច្ចុប្បន្នបងlogin ទៅលើ website ទេបងអត់ install លើកុំព្យូទ័រទេធ្វើឲ្យវាខាត space កុំព្យូទ័រអញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាឲ្យយើង login 2តែusername ហ្នឹងតែមួយឯងវាមាន pro ហើយនិង standard ចំពោះ pro នេះគឺវាវាអាចនឹង high level បន្តិចវាអាចគូប្រអប់គូឲ្យបានក្នុងហ្នឹងតែវាថាមាន bot ហ្នឹងហើយជាអាចគូប្រអប់ហ្នឹងបានក្នុងហ្នឹងទៀតវាលយក្នុងហ្នឹងeasy pro ហ្នឹងអញ្ចឹងយើងអាចគូ board ហើយយើងគូប្រអប់នៅហ្នឹងហើយយើងអាចដាក់ export file ដែលយើងគូ board គូប្រអប់ហ្នឹងចេញមកក្រៅហើយពេលដែលយើងយក board យើងសារឲ្យអស់យើងដាក់មានថាយើង print ណា print ប្រអប់នឹងចេញហើយយើងដាក់ចូលទៅគឺតែមួយគេថាវា two in one ក្នុងហ្នឹងហ្មងតែចំពោះ standard ដូចបងលើកបរៀនតតង standard នេះទេហើយគ្នាយើងអាចទៅមើល pro បន្ថែមទៀតក៏បានដែរព្រោះ pro វាសុខស្មារតីក្នុងការបាក់គូដោយសារតែ pro ដឹងស្រាប់ហើយវា high level បន្តិចអញ្ចឹងអាចចូលទៅមើលថែមអាចបានតែអ្វីដែលសំខាន់គឺបងបរៀនតទៅហ្នឹង
standard នេះទេតែពេលយើងចុច standard មកវានឹង load ទៅឬក៏យើងចង់ទៅមើល pro ចុចទៅមើល pro មួយទៀតតែវាហាយមិននេះអញ្ចឹងចំពោះ pro នេះវាមានវា support មានន័យថាយើង design ក្នុង KiCad យើងចង់យក project ដែលយើង design ក្នុង software KiCad ហ្នឹងមក export ចូលក្នុង easy ECDA នេះ Pro នេះគឺបាននេះវា support នេះ import KiCad មានថាយើង export project នៅក្នុងកម្មវិធី KiCad ហ្នឹងចូលក្នុងនឹងបានយើងអាចចូលមើល view វាបានអញ្ចឹងណាវាមានអីគេដូចជាមាន Archum ណានេះ Archum import Archum វាមានអីទៀតវាមានតែ2 3ហ្នឹងទេដែលវា support ណា support ក្នុងការ design ហ្នឹងទៅអញ្ចឹងឥឡូវឲ្យមើលកន្លែងមកប្រាប់ថា 3D វាគេ design មិនឥឡូវចូលទៅមើល sample របស់ 3D របស់គេព្រោះបងធ្លាប់ចូលទៅរៀនមកនេះដែរមករយៈដែរឃើញវាអែមដែរពេលដែលយើងចូលគូ PCB ហើយយើងទៅគូប្រអប់នៅក្នុងនឹងតែម្ដងយើងយូរតិចវិញ slow Pro ហ្នឹងយើង slow ជាងគេ upload យូរយូរ 3DA អត់ត login ហ្នឹងវាឲ្យ នេះតើតើនឹងប្រអល់វានឹងប្រាប់យើង detail របស់យើងត្រូវធ្វើម៉េច design បែបម៉េច screw M2 M អីអាហ្នឹងយើងចូល check មើលខ្លួនឯងបន្ថែមទៅក្នុងកម្មវិធីហ្នឹងគេឲ្យ file example ឲ្យយើងមើលហើយអញ្ចឹងយើងអាចទៅរៀនបន្ថែមទៀតដោយអានេះអានេះគឺកន្លែងយើងគូ 3D ជាមួយប្រអប់ហ្នឹងតើនេះកន្លែងគេចោះកន្លែងអញ្ចឹងតែនេះចោះយើងត្រូវ select កន្លែងណាយើងចូលទៅមើលកន្លែងគេ detail នេះធ្វើមិនអញ្ចឹងណាអញ្ចឹងយើងអាច view 3D ទៅអញ្ចឹងmìnhនឹងឃើញboard ក្នុងហ្នឹងហើយនេះអូខេយើងចង់ចោះបែបម៉េចយើងនេះទៅអញ្ចឹងយើងអាច layer កន្លែងណាគេ select ទាញវាចេញបាត់ឃើញដល់មួយទៀត 3D នេះមានន័យថាយើងគូ board ហើយយើងគូប្រអប់ក្នុងហ្នឹងមកហ្នឹង Pro ECDA Pro ហ្នឹងគេគូប្រអប់នេះហើយយើងអាច download នេះ download ប្រអប់នេះនៅអាក្រមនេះយកមក print បានមានថាវាមាន file STL ក្នុងការយកមក print បានបន្ទាប់ពីយើងគូហើយអញ្ចឹងណាអញ្ចឹងកន្លែងនេះមានអញ្ចឹងទេ space login ទៅចូលទៅមើលខាងអញ្ចឹងកម្មវិធីនេះវាតម្រូវឲ្យយើង login សិន login username email របស់យើងណា login បានណាអញ្ចឹងឧទាហរណ៍ខ្ញុំចង់យក schematic របស់នេះផង
ESP32 នេះនេះគេដាក់ឯនេះ bill ប៉ុណ្ណឹងអស់$10អញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគេនឹងផុសហើយគេនឹងផុសschematic ហើយនឹង PCB នេះអញ្ចឹងយើងអាចចូលទៅមើលបាននេះថាយើងអាចចូលទៅបើកអា data sheet នឹងបានដោយសារតែនេះវាប្រភេទ Pro អញ្ចឹងពេលបើកទៅវាទៅ Pro ហើយ Pro version ណាអញ្ចឹងយើងមើលនៅលើពេលគេផុសផងដែរប្រភេទ standard ឬក៏ Pro អញ្ចឹងយើងជួយ check មើលកន្លែងហ្នឹងឥឡូវខ្ញុំចូលទៅបើកចូលមួយ Pro វានឹងលោកកាត់មិននេះនេះដូច ESP32 ESP32 របស់យើងនេះមិន MCU ពេលដែលយើងចុចទៅយើងអាចចូលទៅមើលតាក់ទងនឹងគេ footprint នេះ footprint ផុសជើងហ្នឹងផុស chip ហ្នឹងវាមាន footprint អីគេលេខរៀងអីគេពេលរៀងចុចមកនៅលើ footprint ហ្នឹងវានឹងចាញ់ហើយអានេះរៀង slow តិចដោយសារតែវាប្រភេទ Pro ហើយទីមួយ internet វា slow ដែរអញ្ចឹងវា slow ទាំងអស់គ្នាអញ្ចឹងខ្ញុំចង់បង្ហាញកន្លែងនេះទៀតកន្លែង standard នេះឲ្យតែមានពេលដែលគេផុសនៅលើនេះនឹងគេប្រាប់ហើយ STD ហើយនឹង Pro STD ហ្នឹង standard ហើយអញ្ចឹងយើងចង់បើកប្រភេទ standard ក៏ប្រភេទ Pro អាហ្នឹងអ្នកបើកខ្លួនឯងទេហើយខ្ញុំមកបញ្ជាក់មួយដែលប្រភេទ standard អូនេះមួយនេះអញ្ចឹង scam បន្តិចមួយចំនួនដែលខ្ញុំយកមកគូហ្នឹងក៏យកមកចេញពីនឹងមកដែរដោយសារតែយើងតេស្តជាក់ស្ដែងទៅគឺវាដំណើរការទៅឧទាហរណ៍អញ្ចឹងខ្ញុំអាចចូលទៅបើក scam បន្តិចនឹងបានហើយ open មកអញ្ចឹងវាចូល standard ដែរវាប្រភេទ standard គឺវាចូល standard គ្នាវាអញ្ចឹងដែរចូលហើយចេញហ្នឹងចេញហ្នឹងចេញនេះអញ្ចឹងប្រភេទ ESP ដែលគេ design មកយើងអាចចូលទៅលួចចម្លង scam បន្តិចគេមករៀនមកនៅពេលដែលយើងធ្វើចេះអស់ហើយយើងលេងទៅចូលទៅ download ចឹងហើយយើងគូឆៅហ្មងចឹងវាមាន scam បន្តិចចឹងទៅនេះគេមាន USB serial ហ្នឹងទៅដើម្បី upload code បានតាមរយៈ Type C ក៏ USB micro របស់យើងចឹងណាអញ្ចឹងអាហ្នឹងតាមប្រភេទដែលគេ design មកបច្ចុប្បន្នភាគច្រើនខ្ញុំ design តែអឺ PCB ESP 32 C3 ទេដោយសារវាស្រួលក្នុងការ design ផងហើយវាអត់មាន programmer ឬក៏ serial ហ្នឹងនៅជាមួយ chip ហ្នឹងទេយើងដាក់តា debug មកគឺយើង upload ចូលបានហើយកូដអញ្ចឹងកន្លែងនេះខ្ញុំចង់ប្រាប់ដែរហើយយើងក៏អាច search Arduino វាមាន scam ទីខ្លះយើងអាចចូលទៅមើលក្នុងបាន Arduino នៅពេលយើង search នេះ project រាប់រយលាន project នៅក្នុងហ្នឹងដែលយើងអាចយកទៅរៀនបានទៅមើលបានយើង search ក្នុង iPad នេះដូចគេ Arduino នេះគេធ្វើមកពីរោងចក្រទៅពេលនេះគេថតដាក់រូបពីរោងចក្រមកនេះអូខេចា Arduino គេ design បែបផ្សេងពីយើងហ្នឹងតែនេះកន្លែងគេ upload code ហ្នឹងដែរហើយយើងអាចចូលទៅ open PCB គេហ្មងព្រោះខ្ញុំនិយាយចាក់ស្ដែងទៅ PCB ដែលខ្ញុំ design មួយនេះចុះមើលសិនមានកន្លែងខ្លះខុសដែរអត់ត្រូវទាំងអស់ទេដំបូងគឺយើងអត់ដឹងទេដល់ពេលដែលយើង design ច្រើនទៅយើងដឹងតែកន្លែងណាវាខុសដែរមិនមែនយើង design ឲ្យត្រូវទាំងអស់ទេយើងទៅមានកន្លែងខុសដែរដូចជា ESP ទាំងមក P3 in ground អូអានេះត្រូវ
ហើយខុសដំបូង design ដំបូងគឺខុសឯង power ពេលដាក់ទៅខុសជប់ចឹងវាមានកន្លែងខុសដែរមិនមែនយើង design ហើយនេះដូចនេះចឹងគឺខុស power វាចឹងទៅចឹងកន្លែងខ្លះពេលដែលយើង download មកយើងមើលរបស់គេដែរនេះឧទាហរណ៍ថាចូលទៅមើល Arduino មិញនេះ Arduino នេះគេមាន voltage collector តម្លាក់ភ្លើងណាតម្លាក់ភ្លើងពី12មក5 V ទៅព្រោះ Arduino របស់យើងគឺស៊ីភ្លើង5 V ចឹងត្រូវតម្លាក់ហ្នឹងទៅចឹងតាមតែគេគូនេះក៏មិនសូវស្អាតប៉ុន្មានដែរដូចជាមិនមែននេះទេអានេះដូចជាគូត្បូងហើយយកមកដាក់ផងហើយអានេះឃើញគេបៀលមកស្អាតហើយពេលដាក់មកខុសពីរូបរាងវាអាចនឹងពេលខ្លះគេដាក់តាត្បូងគេគូវាខុសហ្នឹងគេដាក់ចូលទៅពេលគេផលិតចេញមកផ្សេងទៅហ្នឹងកន្លែងហ្នឹងទៀតដឹងកន្លែងហ្នឹងទៀតអញ្ចឹងមានបច្ចេកច្រើនគ្នាយើងអាចចូលទៅមើលបានបង្សានលីងនឹងឲ្យគ្នាយើងរកឃើញដូចអីទៀតក៏យើងដាក់បច្ចេក IoT វានឹងចេញប្រភេទ IoT ឲ្យយើងទៅមានប្រភេទដាក់លេស្រាប់រូបរាងឬក៏មួយទៀតបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបក៏មានដែរកន្លែងនេះមានថាពេលដែលខ្ញុំរកគ្រឿងថាគ្រឿងមួយនេះគ្រឿងផង LCD នេះពេលដែលយើង search នៅក្នុងកម្មវិធីហ្នឹងអត់ដឹងថាឈ្មោះអីទេអញ្ចឹងយើងចូលទៅមើលក្នុងរបស់គេទៅ copy ឈ្មោះរបស់គេមកដើម្បីគេរកទៅឃើញមកចាប់ឃើញនេះដូចថា OLED 01នេះពេលដែលយើង search នៅក្នុងកម្មវិធីហ្នឹងយើងអត់ដឹងថា search តែឈ្មោះអីទេព្រោះយើងអត់ដឹងថាវាឈ្មោះអីហើយអញ្ចឹងទៅយើងក៏ចូលទៅ schematic របស់គេនេះយើងទៅ copy លេខកូដឬក៏ឈ្មោះរបស់វាយកមក search ផងបច្ចេករបស់យើងទៅឥឡូវខ្ញុំបើកមើលថាឧទាហរណ៍មួយថាខ្ញុំចង់ search LCD នេះមួយហើយខ្ញុំចូលទៅណាយើងមើលបដាទៅអានេះយើងរៀនតាមក្រោយចង់ឲ្យបង្ហាញកន្លែងហ្នឹងតិចនេះដូច LCD នេះដូចថាដំបូងខ្ញុំអត់ដឹងថាឈ្មោះវាឈ្មោះអីទេ search រត់ឃើញខ្ញុំចូលទៅក្នុងworkspace របស់គេហ្នឹងទៅ search ឈ្មោះ LED ហ្នឹង LED ម៉ានអ៊ីងហ្នឹងឈ្មោះអីគេអញ្ចឹងខ្ញុំចូលទៅហើយខ្ញុំចុច view ចុចមកប៉កមកយើងនឹងឃើញឈ្មោះហើយនេះឈ្មោះរបស់វាឈ្មោះអីគេហើយ footprint នេះ footprint នេះអូខេអញ្ចឹងវាវាងាយស្រួលក្នុងការ search មើលចឹងថារូបនេះអានេះដូចគ្នាអញ្ចឹងយើងទៅ copy យកតែខ្ញុំ copy ឬក៏យកចាក់ copy ចឹងឯងយើងចង់ copy មកប្រភេទទៀតអូនេះវាអត់ដាក់លេខកូដឲ្យលេខកូដនេះលេខកូដគ្រឿងដែល assembly នឹងចាក់យើងសេចតែកូដហ្នឹងក៏បានដែរតែឥឡូវវាអត់ឃើញដាក់ឲ្យនេះកន្លែងនេះជប់ខ្ញុំមើលសិន supplier មើលផ្សេងណានេះនៅក្នុងគ្រឿងនេះresistance 12គីឡូនេះគេដាក់ឲ្យនេះ supplier part អញ្ចឹងខ្ញុំ copy លេខកូដហ្នឹងមកខ្ញុំមក search នៅក្នុងកម្មវិធីតែមួយឯង search មកវានឹងចាញ់លេខកូដនឹងឲ្យយើងនេះអូខេ12គីឡូនេះចុចមកអាចចុចមើលបានឬស្តង់ SMD អញ្ចឹងទៅអញ្ចឹងtechnique ក្នុងការ search គ្រឿងគឺវាមានចឹងដែរពេលខ្លះយើងរកអត់ឃើញយើងទៅ copy របស់គេលេខកូដរបស់គេដើម្បីយកមកដាក់បច្ចេករបស់យើងទៅអញ្ចឹងកន្លែងហ្នឹងគឺជារឿងត្រូវរៀនដែរអញ្ចឹងមកឲ្យខ្ញុំបញ្យល់ទាំងអស់ហ្មងមិនអស់ទេវាមានច្រើនពេកកន្លែងខ្លះយើងជួបហ្នឹងទៅយើងទៅ search អ៊ីនធឺណិត search អីដែរយើងកន្លែងខ្លះយើងជួបយើង search យើងជួបយើង search ពេលយើងជួបទៅក្រោយលេខអីយើងដឹងអញ្ចឹងណាអញ្ចឹងវាមានច្រើនអាចទៅមើលបានអញ្ចឹងមានអ្នកដែលគាត់ឆ្ងល់ទេ
មានបង បាទសួរមក បងខ្ញុំសុំសួរមួយចំពោះយើងឧមាយើងជាយើងទៅរៀន basic electronic ចឹងឧមាយើងរៀនប្រើនៅលើ website Easy ADA និងឧមាយើងតអីមួយចឹងយើងត្រូវការ simulation អញ្ចឹងបើយើងចង់ simulation យើងត្រូវធ្វើម៉េច simulation យើងយក simulation មកបន្តទៅព្រោះនៅក្នុង Butter មាន Arduino ដែរ Arduino យើងអាចសរសេរ code simulation នៅក្នុង Butter បានណាចាំបង share វីដេអូនេះឲ្យវីដេអូហ្នឹងបងធ្លាប់ធ្វើដែរនៅក្នុងកម្មវិធី ECTA ហ្នឹងអត់មាន simulation ទេបងក៏បានទៅ research ឲ្យវាដល់កម្ពូលថាវា simulation អត់បានពេល picture អត់ដែរឃើញគេ simulation ក្នុង Butter នៅក្នុង Butter យើងអាច simulation Arduino បានណាដូចថាយើងសរសេរ code Blink LED រត់ប្រហែល10 LED 20 LED អីបានណាចាំតិចបង share ហ្នឹងឲ្យធ្លាប់ធ្វើនេះអឺគេក្នុងកម្មវិធី Arduino យើងអាចសរសេរ code ឲ្យវារត់ Blink LED ឬក៏ធ្វើ project ជាមួយ relay មួយអីគឺយើង simulation នៅនឹងបានមុននឹងយើងគូជា PCB អូខេអញ្ចឹង Arduino ក៏វាមានដែរគឺមាន library add អីអាចមើលតាម YouTube បន្ថែមទៀតទៅទេយើងសេនៅក្នុងកម្មវិធី Arduino ហើយយើងcompile យក file bin ណា file bin របស់វាយកមកដាក់ក្នុងArduino នេះអូខេយើងយក file bin មកយក OK មកគឺអូខេតោះនេះអញ្ចឹងកន្លែងហ្នឹងបន្ទាប់ពីយើងនេះមក5មួយទៀតបន្ទាប់ពីយើងដាក់កូដចូលក្នុង Arduino នេះហើយពេលយើង compile ក្រោយយើងអត់មកដាក់ទៀតទេវាស្គាល់អូតូមកវា connect គ្នាអូតូវា update រហូតពេលយើង compile នៅលើ Arduino IDE វានឹង update នឹងដូចគ្នាយើងអាចសេ LED បណ្ដេញគ្នាអញ្ចឹងណាហ្នឹងដំបងយើងទី1យើងរៀនផងទី2យើងតេស្តផងទី2យើងកាន់យើងធ្វើឲ្យបានច្រើនមានតែធ្វើទេដែលយើងអាចចេះបានលឿនធ្វើនិយាយតែមកក៏អត់កើតដែរមានអ្នកឆ្ងល់ទេសួរអាចសួរបានខ្ញុំអត់ហ៊ានសួរព្រោះយើងរៀននៅលេខតិចតែអត់មានឡើយឆ្ងល់មានតែចេះអស់ហើយ thì cua là những sự tán kia đi giải tại buổi bây giờ đó អាម៉េចសុំម្ដងទៀត cua vẫn đi giải những cái chán kia cho tại buổi bây giờ មកទៅបានអូនសុំម្ដងទៀតគីឡូphát bong là tại cua đi giải á cái chán chơi những cái đã tại buổi bây giờ mà 1 layer 2 layer វាអត់សំខាន់ទេសំខាន់តើពេលដែលយើង design ហ្នឹងយើងឲ្យគេធ្វើពីរោងចក្រឲ្យឬក៏យើងបស៊ីខ្លួនឯងបើយើងបស៊ីខ្លួនឯងយើងអាចធ្វើ2 layer បានទេវាបានទេវាថាវាតាំងលំបាកយើងត្រូវចោះខាងនេះចោះខាងនោះដើម្បីភ្ជាប់ជើងគ្នាបានអាហ្នឹងអាស្រ័យលើយើងទេយើងចង់ design 10 layer design តែសំខាន់យើងអាចធ្វើកើតអត់10 layer ហ្នឹងវាមាន bot 10 layer យើងធ្វើអត់ពីរោងចក្រគេអាចធ្វើឲ្យបានគេមានម៉ាស៊ីនតែនេះយើងធ្វើដៃយើងធ្វើតែមួយ layer ទៅបើចិត្តយើងផ្សារជាចាំភើចាំឲ្យវិញទៅព្រោះណាយើងជំនួសពី layer ទៅមួយ layer អញ្ចឹងទៅតោះណាសួរថាមួយ layer កើតអត់ពីរ layer កើតដូចគ្នាថាអ្វីដែលយើង design ហ្នឹងយកទៅមានថាគ្រឿងរបស់យើងរៀបទៅវាជាពាក់ច្បាំងគ្នាអត់បើមួយ layer អត់ជាពាក់ច្បាំងទេយើង design តែមួយ layer ទៅតែបើមួយ layer គ្រឿងវាច្រើនយើងត្រូវដាក់2 layer អាហ្នឹងយើង design តាម2 layer អាហ្នឹងតាមតម្រូវការជាក់ស្ដែងដូចគាត់ថា LED នេះ LED បងកំពុងតែបង្ហាញនេះវាមានរហូតដល់ប្រហែលគ្រាប់13គ្រាប់ចឹងយើងត្រូវការ2 layer ទេដាក់តែមួយ layer ក៏បានដែរខ្សែវាអត់មានត្រូវរត់ជាពាក់គ្នាទេគេ
ចឹងអាហ្នឹងដើម្បីការចាក់ស្ដែងហ៎មានអ្នកឆ្ងល់ទេលោកគ្នាយើង អត់អីទេបង ឆ្ងល់មកកុំសួរមកកុំខ្លាចតែយើងអត់សួរយើងឆ្ងល់អត់សួរយើងនៅតែដឹងឯងសួរអីសួរមកតែតង់អេឡិចត្រូនិក ចង់សួរមួយការដាក់កំងវិញបងaddress ដែលយើងដាក់បង ការដាក់ address ហ្នឹងគឺយើងត្រូវមានថាឧទាហរណ៍ក្រុមហ៊ុនបច្ចុប្បន្នមកដាក់ហ្នឹងមាន Loda មាន CE មានអីគេមានអីគេ DSB មានអីគេទៀតដូចជាមានតែប៉ុណ្្នឹងឯងបងប្រើស្វាកម្មមកហើយបើយើងដាក់ address Loda យើងត្រូវ download app Loda មួយ login បង្កើត username មកដើម្បីអីគេដើម្បីយើងមានជា ID ដើម្បីយើងយក ID ឬក៏address របស់ចិនណា address ឃ្លាំងនៃចិនណាអញ្ចឹងយើងយកអា address ឃ្លាំងនៃចិនហ្នឹងយកទៅដាក់ចូលក្នុងshipping ក្នុងការកំងបតណាបើយើងអត់ដាក់ចឹងទេបើយើងដាក់address នៅខ្មែរយើងគឺវាដឹកមក direct ដូចយើងប្រាប់ចឹងគឺទី1ថ្លៃទៅតាម DHL វាថ្លៃដឹកតាមយន្តហោះវាច្រើន DHL ដឹកតាមយន្តហោះចឹងវាថ្លៃចឹងអាហ្នឹងបងនឹងប្រាប់ទេតែយើងសួរចឹងក៏ដែរដឹងមុនបងប្រាប់ហើយកន្លែងហ្នឹងព្រោះអ្នកខ្លះគាត់អត់ចេះប្រពេញសិភេនឹងទេហើយទៅពេលប្រពេញហើយវាសុខស្មាញពេកឈប់កំងហើយចឹងមានអ្នកឆ្ងល់តន់ទេតន់ប្រាប់ទេបាទបងបាទតនចឹងមានអ្នកឆ្ងល់ទៀតបងអើយចូលការកំងយើងមានវិធីសាស្ត្រណាដែលអាចកំងទៅបានគ្រឿងអីមកស្រាប់ហ៎បងមានចង់បានកំងគ្រឿងបានស្រាប់គ្រឿងហ្នឹងកំងឲ្យគេសាឲ្យឬក៏យើងមកសាខ្លួនឯងវាមានពេលអញ្ចឹងគេតម្លើងឲ្យស្រាច់ហ្មងហ៎បងមានឥឡូវបងចូលនៅក្នុងកម្មវិធីមួយឧទាហរណ៍ថាឧទាហរណ៍ថាចូលនេះមួយចុះអញ្ចឹងយើងចង់កំងគ្រឿងហើយគេផ្សាឲ្យមកនេះអត់ទាន់ហើយនេះឧទាហរណ៍ណានេះឃើញអញ្ចឹងចង់ធ្វើមិនបានចេញអញ្ចឹងអានេះគេមាន library របស់គេមានកន្លែង set up គេហើយវាចេញជា4គ្រឿងជាប់គ្នាអញ្ចឹងទៅគេថាវាកំងម្ដងបាន4បតហ្នឹងទៅទំហំ100មកទឹកច្បាស់យូរហ្មង slow ទាំងបានខ្ញុំសាក់មកតិចមកនេះចឹងដើម្បីអីគេដើម្បីយើងចង់យកគ្រឿងគេផ្សារឲ្យមកយើងមានកន្លែងយើង download នេះចូលក្នុង file នេះកន្លែងនេះមានពាក្យថា generate PCB ទៅ file ជា file នេះអានេះយើង export នេះ export pic and flash គេថាកន្លែងទីតាំងជើងគ្រឿងរបស់យើងនៅកន្លែងណាក្នុង board ណាយើង export ទាំង3ហ្នឹងមកនេះទី1ទី2ទី3នេះ export ទាំង3ហ្នឹងមកយើងអាចដាក់
កំងបានគ្រឿងហ្នឹងឯងចឹងដល់ពេល export ហើយឥឡូវបង export ហើយបងចូលក្នុងកម្មវិធីកំង bot ឧទាហរណ៍ថាឥឡូវ export សិនបើអត់មាន export មានអត់បាន file ហ្នឹងឯង export ជា file ហើយនេះវាឲ្យ check នេះ DRC ហ្នឹងdesign rule check ហ្នឹងដែរយើងចង់ឲ្យ check អត់មានថាពេលដែលយើងចង់កំង bot យើងត្រូវ check មុនសិនថា check DRC ហ្នឹងមានកន្លែង error អត់មានកន្លែងជើងជាប់គ្នាអត់វានឹងបង្ហាញកន្លែងហ្នឹងណាតែនេះឧទាហរណ៍ថាបងចង់ check ទេបងចុច no មកវានឹងតែឲ្យនេះទំហំ bot របស់យើង4ហ្នឹងនេះទំហំប៉ុណ្ណាចឹងទៅយើងចង់បានប្រភេទពណ៌ color អីយើងអាច select ខ្លួនឯងបានចឹងទៅតម្លៃវាឡើងតាមហ្នឹងទៅឥឡូវនេះវាមានអីគេកំប៉ុនថ្មីពេលដែលយើង design នៅលើ ECDA វាមានកំប៉ុនដូចជា$10អញ្ចឹងគ្នាយើងដំបង log in ដំបងអាចនឹងមានnew customer វាមានកំប៉ុនឲ្យដំបងអាចមាន5រៀល10រៀលអញ្ចឹងទៅអញ្ចឹងកំងដំបងអាចនឹងអត់អស់លុយអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងមិនតន់ export ហ្នឹងនេះកន្លែងនេះយ៉ាងไรយើង generate table មានថា export មកបានអញ្ចឹងកម្មវិធីនេះវាមានconnect ជាមួយនឹងរោងចក្រស្រាប់ហើយយើងអត់ចាំបាច់ទៅប្រើ tool ទៀតក្នុងការនេះទេអញ្ចឹងយើងចូលមកយើង copy មកយើងយកទៅដាក់ក្នុង file នេះមកអញ្ចឹងវានឹង load ទៅហើយហើយបន្ទាប់ពី upload ពេញហើយយើងចាប់ផ្ដើមរើសហើយរើសពណ៌រើស color រើសចំនួនnàyយើងចាំបានចំនួនប៉ុន្មាន quality PCB យើងបានប្រហែល30 40ចឹងទៅហើយចឹងបានពណ៌ឲ្យគេក្រហមលឿងអីចឹងទៅហើយចឹងបានប្រភេទbot ហ្នឹងជាភេទមាសភេទប្រាក់ភេទអីចឹងយើងអាច select នៅលើនឹងបានតែតម្លៃវាដូរជាក់ស្ដែងចឹងទៅហើយនេះកន្លែងដែលយើងសួរមិញនេះយើងកំង bot យើងអាច assembly បានអត់បាននេះគេមានកន្លែងយើងបើកនេះចុចប៊ូតុងបើក pop មកវាសួរថាយើងចង់ assembly ទាំងលើឬក៏ assembly ទាំងក្រោមនេះកន្លែងនេះប៊ូតុងផ្សាយឬក៏ប៊ូតុងដោយសារតែនេះវាមានតែ top ទេតែវា load តែនេះដោយសារខ្ញុំផ្សារតែខាងក្រោមអានេះប្រភេទ through hole អញ្ចឹងមានតែ top ទេអញ្ចឹងក្នុងហ្នឹងគេមាន minimum ទៀត minimum បាន2 assembly board បើថាយើងចង់បានតែ2ទេចង់បាន5ទេក្នុងមួយ file ព្រោះមួយ file ក្នុងមួយ file ដែលយើងកំងហ្នឹងបាន5 board ព្រោះថាបានអានេះ5ដងវាថា4 5ដងវា20 board បើបូកចូលគ្នាតែជាប្រទេស board មកតែ5ទេអញ្ចឹងយើងចង់ assembly តែ2ទេកន្លែងនេះបាន minimum គេ2អញ្ចឹងយើងចាប់បានចុច next ហើយយើងរើសគេចុចប៉ុណ្ណឹងមកគេឲ្យយើង view មើលសិនតែត្រូវអត់ខបផ្សាយហ្នឹងត្រូវអត់ហើយបន្តទៀតចុច next ទៀតនេះ assembly ដែលយើងនេះមិញមកតែ2ទេនេះអ្វីដែលយើងត្រូវការសំខាន់ហ្នឹងគឺ2នេះ2 file នេះ boom file ហើយនឹង CPL file កន្លែង pick and flash file មកបងប្រាប់មិញណាកន្លែងនេះ boom ហើយនឹង pick and flash នេះហើយយើងយកមកដាក់កន្លែងហ្នឹងមកអញ្ចឹងគ្រឿងដែលមាននៅក្នុងនេះគឺក្នុងនេះគ្រឿងដែលមានក្នុងនេះគឺវានឹង load តែ load នៅលើនេះ load នៅលើពេលដែលយើង file នេះហើយហ្នឹងspot វាចេញនេះឃើញគ្រឿងវាមានអីខ្លះក្នុងនេះវាប្រាប់ហើយអញ្ចឹងយើងបង export មកមួយហើយ clear ហើយមួយទៀតយកកន្លែងយើងដាំគ្រឿងនេះវាសួរថា mirror អត់ mirror នេះអត់ទេ export អញ្ចឹងយកមកដាក់នៅក្នុង
កម្មវិធីហ្នឹង file 4នេះ pick flash នេះអញ្ចឹងវាឲ្យពិសេសហើយវា select tick OK ហើយខ្ញុំពិសេសមកទាំងលេខខ្លះវាខ្លាចអត់មាន component ហ្នឹងយើងអាចទៅ check មើលនេះ continue អូខេចុះនេះបានហើយអានេះអាចនឹងខ្សែដោយសារវាអត់ចេញដោយសារតែគ្រឿងខ្លះវាអត់មានលេខកូដ for chip ហ្នឹងឯងដូចបងបង្ហាញមិញចឹងនៅក្នុង pocket គេមានកូដ pocket អានេះប្រហែលជាអត់មានទេអញ្ចឹងវាអត់ចេញហើយកន្លែង PCB មិញណាអញ្ចឹងយើងត្រូវរកគ្រឿងណាដែលមានកូដផុសក្រុមហ៊ុននឹងស្រាប់ណាចាំមកវាចេញណាអញ្ចឹងកន្លែងនេះមកប្រាប់ទៀតនេះគ្រាន់ជាក្នុងការកំងយើងអាច assembly បានអញ្ចឹងតែអញ្ចឹងមានកន្លែងឆ្ងល់ទៀតទេមានអ្នកឆ្ងល់ទេអូខេលក់អស់ហើយបងឧទាហរណ៍ថាគ្រឿងដែលនៅលើ board ហ្នឹងវាអត់មាននៅក្នុង library SAP ផុស ECEDA អញ្ចឹងទៅធ្វើម៉េចគេទិញឲ្យបានឬក៏ត្រូវយកមកផ្សារខ្លួនឯងអាហ្នឹងជានេះដែរមានន័យថាបើករណីក្នុងកម្មវិធីហ្នឹងវាអត់មាន stock នៅក្នុងរោងចក្រលក់គ្រឿងហ្នឹងយើងត្រូវទិញយកមកសាងខ្លួនឯងមានថាគ្រឿងខ្លះវាមានគ្រឿងខ្លះវាអត់មានទេកំឡុងពេលហ្នឹងយើងអាចកំងតាមថៅបាវឬក៏តាមអីគេ AliExpress យកមកផ្សារខ្លួនឯងបានអត់អីទេកន្លែងហ្នឹងបើកាត់តែគ្រឿងខ្លះគេអត់មានក្នុង stock បាទហ្នឹងហើយពេលដែលយើង assembly កន្លែងគ្រឿងដែលមាន stock គេនឹង tick ដកចេញហើយគេអត់គិតលុយទេគេថា file ហ្នឹងតែមានស្រាប់ហ្នឹងគេនៅតែផ្សារឲ្យតែបងហ្នឹងហើយនៅផ្សារឲ្យយល់គឺឧទាហរណ៍ថាគ្រឿងនៅក្នុង board របស់យើងមាន100មុខអញ្ចឹង10មុខវាអត់មាន stock ទេអញ្ចឹង10មុខហ្នឹងគឺអត់ផ្សារឲ្យទេគេថាវាអត់មាន stock ទេគេអត់ផ្សារទេអញ្ចឹងតម្លៃផ្សារហើយនឹងតម្លៃគ្រឿងក៏គេដកតាមហ្នឹងហើយគ្រឿង90មុខទៀតគេនៅផ្សារឲ្យធម្មតាអញ្ចឹងទេហើយមួយទៀតតើតទៅនឹងផ្សារហ្នឹងក៏វាមានកន្លែងវាដែរប្រភេទ chip ណា chip ខ្លះវាគិតជាពេលដែលវា set up file ដំបូងអាចគិតតម្លៃ25ឬក៏50ណាវាតាមប្រភេទ chip ដូច chip ESP អញ្ចឹងវាគិតយក fee ថែមទៅលើ assembly ហ្នឹង25រៀលឬក៏30ទៀតដោយសារប្រភេទ chip ហ្នឹងប្រភេទ standard គេយកទៅ assembly ហើយទៅពេលអញ្ចឹងទៅគេគិត fee set up គេ25ទៅ50រៀលទៀតអញ្ចឹងកន្លែងខ្លះដូច board ខ្លះបងអត់ចង់ assembly ខ្លួនឯងទេបងឲ្យរោងចក្រគេផលិតឲ្យតែដក ESP នឹងចេញអញ្ចឹងយើងចំណេញកន្លែងដក ESP ហ្នឹងវាច្រើនដែរមក set up ហ្នឹងវាយក25ទៅ30ដែរអញ្ចឹងយើងចំណេញតាម40រៀលដែរអញ្ចឹងគ្រឿងណាដែលយើងអត់ចង់ឲ្យគេ assembly យើងដកចេញបានហើយយើងមើលដែរ chip ណាដែលវាកាត់ fee បន្ថែមទៀតបានអញ្ចឹងកន្លែងហ្នឹងក៏នេះដែរក៏ចំណេញដែរតងការកំងហ្នឹងណាហើយយើងទិញ chip មកពីក្រៅខ្លួនឯងមកយើងផ្សារខ្លួនឯងបានហ្នឹងបើថាគ្រឿងខ្លះយើងខ្ជិលផ្សារគ្រឿងទូចហ្នឹងយើងខ្ជិលផ្សារវាដាំគ្រឿងមកហើយតម្លៃគ្រឿងទូចហ្នឹងវាធូរដែរហើយតម្លៃវា set up ក៏ធូរតាមហ្នឹងដែរតែបើ chip ESP ហ្នឹងគឺវាថ្លៃជាងគេក្នុងការ assembly ចូលក្នុង board បាទយល់បងអរគុណបងហ្នឹងបាទ
ចឹងមានអ្នកឆ្ងល់ទៀតអាចសួរបានព្រោះយើងអត់សួរមានតែចេះហើយ អស់អ្នកសួរណាអត់ទេយើងដល់មកហើយ bạnយើងសួរគ្រូមានអីបន្ថែមមិនគ្រូតាមទៅយើងចប់ដំណើរ bán mê bán មេមានអីបន្ថែមមិនមេ à thế mình á មានស្ងាត់ដែរ ngon cho pưng này ហើយសង្ងំវិញព្រោះពើ đào cái ngay như pru pưng tại mình pưng ấy nè មេចេះអស់ហើយណា chẳng cái này nếp sẽ gọi mình xuống nuôi ấy nè mình ngắn nó អត់បងអ អ ត់ ត់មានបង បានជួយសួរគ្រូមានអីបន្ថែមមិនគ្រូ លោកគ្រូគេជាគាត់ទទួលលេខដឹងហីបើមិនបានទេយើងអ៊ីនថ្នាក់ទៅគេលោកប្រជុំអីផ្សេងទៅ នឹងដែរគ្រូមានអីបន្ថែមក៏បន្ថែមទៅតែអត់ទេយើងហែនខ្លះយើងជួបគ្នាថ្ងៃដូចជាថ្ងៃស្អែកថ្ងៃទៀតហើយនឹងថ្ងៃសុក្រយើងរៀន3ថ្ងៃ ចឹង email ចាំstop record ហ្នឹងបើយើងអត់មានអីអស់ហើយយើងថ្ងៃហ្នឹង បាទបង ហើយឆ្នាំទី4បងសួរមួយបានរៀនកម្មវិធីហ្នឹងហើយព្រោះយើងឆ្នាំទី4ហើយ